សួស្តីអ្នកក្លាហានទាំងអស់គ្នាថ្ងៃនេះគឺយើងមកបន្តសេរីរឿងរវល់របស់យើងជាបន្តទៀតហើយសម្រាប់អ្នកក្លាហានរូបណាដែលមិនទាន់ Subscribe ឲ្យ Admin កុំភ្លេច Subscribe មួយផងណាចំពោះអ្នកក្លាហានចាស់ៗដែលមិនទាន់ Subscribe កុំភ្លេច Subscribe មួយផងដែរចំណែកអ្នកក្លាហានថ្មីៗដែលទើបតែមកកុំភ្លេចជួយម្នាក់មួយផងដែរ Admin គឺពិតជាអរគុណខ្លាំងមែនទែនចំពោះការជួយក៏ដូចជាគាំទ្ររបស់អ្នកទាំងអស់គ្នាហើយវាក៏ជាកម្លាំងចិត្តនៅក្នុងការផលិតវីដេអូរបស់មានជាបន្តផងដែរឥឡូវនេះយើងក៏បើខាត់ពេលយូរយើងចូលទៅកាន់សាច់រឿងរបស់យើងទាំងអស់គ្នានៅពេលនោះចំណែកលោកហ្វឹងនៅពេលដែលគាត់ត្រឡប់មកវិញគាត់ក៏បានហោះទៅវិមានរបស់គាត់ដែលជាទឹកដីបរិសុទ្ធនៃ Milky Way ដែលជាកន្លែងវិមានរបស់គាត់ស្ថិតនៅបន្ទាប់ពីត្រឡប់មក Milky Way លោកហ្វឹងក៏បានសាងសង់ឡើងវិញនៅពេលវេលានិងកន្លែងជុំវិញវិមានរបស់គាត់តាមរយៈការគ្រប់គ្រងលំហនិងពេលវេលាគាត់ក៏បានញែកលំហនិងពេលវេលានៃតំបន់ចេញពីវាទោះបីជាមានយានអវកាសធម្មតាបានឆ្លងកាត់ក៏ដោយក៏ពួកគេមិនអាចចូលទៅក្នុងលំហនិងពេលវេលានេះបានដែរបន្ទាប់ពីនោះលោកហ្វឹងក៏បានចាប់ផ្ដើមអនុវត្តដំបូងរបស់គាត់បន្ទាប់ពីខ្លាចទៅជាម្ចាស់សកលលោកនៅក្នុងផ្ទះរបស់លោកហ្វឹងនៅ Milky Way គាត់ទទួលបានកិត្តិនាមដ៏អស្ចារ្យដោយសារតែសង្គ្រាមមិនធ្លាប់មានពីមុនមកដែលបានចូលរួមស្ទើរតែទាំងអស់នៅក្នុងសកលលោកដើមដូចគ្នានេះផងដែរប្រទេសរបស់លោកហ្វឹងក៏ត្រូវបានគេហៅថាទឹកដី Milky Way ឬក៏ដែន Milky Way ដោយក្រុមពូជអម្បូរផ្សេងៗទៀតនៅខាងក្រៅវាគឺជាកន្លែងដែលលោកហ្វឹងរស់នៅក្នុងទឹកដី Milky Way ទូកនៃភ្នោដែលមានប្រវែង 10,000 លានគីឡូម៉ែត្របានអណ្ដែតយឺតៗនៅក្នុងលំហចំណែកលោកហ្វឹងកំពុងតែហ្វឹកហាត់នៅក្នុងចន្លោះនៃម៉ូដកនៅក្នុងនោះចាប់តាំងពីគាត់បានបង្កើតបច្ចេកទេសដាវនិងទទួលម៉ូដកមកគាត់មិនបានបង្កើតបច្ចេកទេសដាវណាមួយទីនោះទេប៉មផ្កាយចាប់ផ្ដើមអណ្ដែតលើបាតដៃរបស់លោកហ្វឹងគាត់គឺមានប៉មផ្កាយប៉ុន្តែគាត់អាចប្រើប្រាស់តែការឆ្លាក់កម្រិតទី3តែប៉ុណ្ណោះហើយវាគឺពិតជាស្មុគស្មាញដូចជាបច្ចេកទេសបរិនិព្វានរួចទៅហើយជាធម្មតាវាងាយស្រួលក្នុងការប្រើឆ្លាក់ជាជាងបង្កើតបច្ចេកទេសជាឧទាហរណ៍ម្ចាស់សកលលោកដូចជាលោកម្ចាស់បេកុងលោកម្ចាស់ងងឹតនិងលោកម្ចាស់ទន្លេផ្កាយមិនបានបង្កើតបច្ចេកទេសកម្រិតកំពូលនៃម្ចាស់សកលលោកនោះទេប៉ុន្តែពួកគេអាចប្រើប្រាស់ការឆ្លាក់នៅកម្រិតនោះបានហើយការដែលលោកហ្វឹងអាចបង្កើតបច្ចេកទេសដាវនៅកម្រិតនោះមានន័យថាគាត់អាចប្រើការឆ្លាក់បានជឿនលឿនជាងនេះទៅទៀតលោកហ្វឹងគិតថាប៉មផ្កាយគឺជាកំណត់ទ្រព្យដ៏អាចកំបាំងបំផុតដែលគាត់មានទូកនៃភ្នោនិងស្លាបសាវូគឺជាប្រភេទម៉ាស៊ីនហើយពួកគេទាំងពីរមានមុខងារជាក់ស្ដែងនិងដែនកំណត់ថាមពលសម្រាប់ដើរសមរឈាមវាគ្រាន់តែជាអំព្រីយ៉ុងហើយបច្ចេកទេសទាំងអស់ត្រូវបានបង្កើតដោយគាត់មានតែប៉មផ្កាយប៉ុណ្ណោះអាចកំបាំងខ្លាំងណាស់មុនពេលសង្គ្រាមលោកហ្វឹងមានការយល់ច្រឡំថាហេតុអ្វីបានជាប៉មផ្កាយមានតម្រូវការតឹងរ៉ឹងបែបនេះសម្រាប់ការទទួលស្គាល់ម្ចាស់របស់វាទោះជាយ៉ាងណាក៏ដោយគាត់មិនទាន់បានរកឃើញសមត្ថភាពពេញលេញរបស់វានៅឡើយនោះទេដោយសារតែគាត់មិនទាន់មានកម្លាំងគ្រប់គ្រាន់ជាការពិតបន្ទាប់ពីសង្គ្រាមលោកហ្វឹងក៏បានដឹងពីអត្ថប្រយោជន៍ពិសេសដំបូងបង្អស់របស់ប៉មផ្កាយគឺវាមានប្រសិទ្ធភាពនៅក្នុងការការពារព្រលឹងបន្ទាប់មកលោកហ្វឹងក៏ចាប់ផ្ដើមយល់ពីការឆ្លាក់នេះភ្លាមពេលវេលានៅក្នុងលំហនៃម៉ូដកគឺលឿនជាងនៅខាងក្រៅ 10000 ដងដែលធ្វើឲ្យវាកាន់តែមានប្រសិទ្ធភាពបន្ទាប់ពីខ្លាចទៅជាម្ចាស់សកលលោកទីបំផុតលោកហ្វឹងអាចចាប់ផ្ដើមកែលម្អថាមពលរបស់គាត់បានយ៉ាងទូលំទូលាយដោយព្យាយាមបង្កើនថាមពលរបស់គាត់នៅកម្រិតនេះរាប់រយឆ្នាំបានកន្លងផុតទៅតែនៅខាងក្រៅគឺកាន់តែយូរលោកហ្វឹងបានបើកភ្នែករបស់គាត់នៅក្នុងលំហនៃម៉ូដកបន្ទាប់ពីអស់រយៈពេលជាយូរហើយគាត់ហាក់បីដូចជាមានការងឿងឆ្ងល់សាលាព្រះដូនតាកំពុងតែស្វែងរកខ្ញុំមែនទេដោយសារតែគាត់បានយកសញ្ញាសម្គាល់មួយដែលព្រះដូនតាបានប្រគល់ឲ្យបន្ទាប់ពីគាត់ចូលទៅជាសមាជិករបស់សាលាព្រះដូនតាដូច្នេះគាត់គួរតែទៅមើលព្រះដូនតាពេលនោះលោកហ្វឹងក៏បានឆ្ងល់ផងដែរតើព្រះដូនតាកំពុងតែស្វែងរកគាត់ធ្វើអ្វីទៅបន្ទាប់ពីគិតរួចហើយលោកហ្វឹងក៏បានបាត់ខ្លួនភ្លាមសាលាព្រះដូនតាកោះបូហេនីក្នុងតំបន់សម្ងាត់របស់បុព្វបុរសដូនតាវិមានដែលលោកហ្វឹងធ្លាប់រស់នៅគឺនៅតែមានពណ៌ប្រាក់មួយក៏បានលេចឡើងអមដោយពន្លឺស្រអាប់នោះគឺជាលោកហ្វឹងក៏បានក៏លេចមើលជុំវិញហើយគាត់ក៏បានគិតផងដែរថាវាមានរយៈពេលជាយូរមកហើយដែលគាត់ខានមកទីនេះភ្លាមសម្លេងមួយក៏បានហៅទៅកាន់លោកហ្វឹងឲ្យគាត់មកទីនេះមានរឿងសំខាន់អំពីមនុស្សដែលខ្ញុំត្រូវតែប្រាប់ឯងនៅពេលនោះលោកហ្វឹងក៏បានដឹងផងដែរថាអ្នកដែលបានបញ្ជូនសំឡេងមកនោះគឺជាព្រះដូនតាមកពីរបន្ទាប់មកលោកហ្វឹងក៏បានឈិនមួយជំហានគាត់ក៏បានធ្វើការ teleport ទៅខាងមុខភ្លាមទៅដល់ផ្ទះមួយវាគឺជាអគារស្ងាត់មួយដែលផ្ទុកលក្ខណៈចម្រុះនៃពូជអម្បូរផ្សេងនៅពីក្រោយជញ្ជាំងដ៏ខ្ពស់ត្រដែតនៃទីធ្លានោះមានស្រះមួយនៅខាងក្នុងស្រះនោះមានរូបចម្លាស់សត្វប្រដាប់អាវុធចំនួន8រូបនៃពូជសាសន៍ជាច្រើនដែលមានលក្ខណៈស្តៀងទៅនឹងទម្រង់មនុស្សត្រូវបានសាងសង់ឡើងមានរូបចម្លាក់សរុបចំនួន11ហើយនៅចំកណ្ដាលស្រះនោះមានផ្ទាំងថ្មរាបស្មើនៅលើផ្ទាំងថ្មនេះមានតុឈើមួយអមទៅដោយកៅអីឈើពីរមានមនុស្សម្នាក់កំពុងតែអង្គុយនៅក្នុងចំណោមពួកគេគឺជាព្រះដូនតាមុខពីរដែលគាត់ខ្ពស់និងរឹងមាំមុខពីររបស់ព្រះដូនតាមុខពីរគឺខុសគ្នាទាំងស្រុងពីគ្នាទៅវិញទៅមកមួយគឺមានចិត្តល្អនិងគួរឲ្យស្រឡាញ់ខណៈពេលដែលមួយទៀតគឺសាហាវនិងអាក្រក់នៅពេលនោះព្រះដូនតាមុខពីរក៏បាននិយាយទាំងញញឹមថាឲ្យលោកហ្វឹងអង្គុយចុះទៅលោកហ្វឹងបានបង្ហាញខ្លួននៅលើមេឃពីលើស្រះទឹកហើយក៏ចាប់ផ្ដើមដើរទៅរកកៅអីឈើមួយទៀតបន្ទាប់មកគាត់ក៏បានអង្គុយចុះបន្ទាប់មកព្រះដូនតាមុខពីរដែលកំពុងតែកាន់ស្រាពណ៌បៃតងចាស់មួយនៅក្នុងដៃម្ខាងរបស់គាត់ក៏បានចាក់វាទៅឲ្យលោកហ្វឹងដែលនេះគឺជាស្រាផ្លែឈើដុតតកនៅក្នុងសកលលោកបឋមទាំងមូលវាអាចត្រូវបានរកឃើញនៅក្នុងតំបន់សម្ងាត់របស់ព្រះដូនតាមានផ្លែឈើដុតតកតែម្ដងគត់រៀងរាល់ 10000 សម័យកាលផ្លែឈើនីមួយៗអាចឲ្យម្ចាស់អាណាចក្រអាចមានឱកាស 50% ក្នុងការទម្លាយទៅកាន់កម្រិតអមតៈផ្លែឈើតកអាចបង្កាត់បានតែក្នុងបរិយាកាសពិសេសបំផុតតែប៉ុណ្ណោះ
គ្រាន់តែទទួលទានផ្លែឈើមួយផ្លែនឹងមានផលប្រយោជន៍ប្រហាក់ប្រហែលទៅនឹងការទទួលមរតកពីព្រះសត្វភាពខុសគ្នានោះគឺថាមរតកនេះបានបង្កើនខ្ជាប់នៅច្បាប់ទឹកនិងច្បាប់ភ្លើងជំនួសមកវិញការញ៉ាំផ្លែឈើមួយផ្លែពិតជាអាចជួយបង្កើនឱកាសទៅដល់ម្ចាស់អាណាចក្រខ្លាយទៅជាកម្រិតអមតៈផ្លែឈើនេះគឺជាកំណត់ទ្រព្យដ៏មានតម្លៃដែលមិនអាចប្រៀបផ្ទឹមបាននៅក្នុងសកលលោកបន្ទាប់មកលោកហ្វឹងក៏បានសួរពីគោលបំណងរបស់ព្រះដុនតាមុខពីរក្នុងការហៅគាត់ឲ្យមកទីនេះតើមានរឿងអ្វីទៅចំណែកព្រះដុនតាមុខពីរក៏បាននិយាយយ៉ាងស្រទន់ថាគាត់ទៅតែទទួលបានព័ត៌មាននេះហើយគាត់បានដឹងវាពីឆន្ទៈនៃប្រភពដើមនៃចក្រវាឡបឋមចំណែកលោកហ្វឹងគឺពិតជាមានការផ្សាយបាយយ៉ាងខ្លាំងឆន្ទៈនៃប្រភពដើមមែនទេហើយលោកហ្វឹងក៏បានសួរទៅគាត់តើវានៅតែបញ្ជូនព័ត៌មានបានមែនទេឆន្ទៈនៃប្រភពដើមសកលលោកពីអ្វីដែលលោកហ្វឹងបានយល់គឺជាឆន្ទៈនៃសភាវគតិដែលបង្កើតឡើងដោយច្បាប់សកលលោកវាប្រៀបដូចជាវត្ថុចម្លែកហើយលោកហ្វឹងក៏បានសួរទៅកាន់គាត់បន្ថែមទៀតថាតើវាមានអ្វីសំខាន់ទាក់ទងទៅនឹងមនុស្សយើងទៅព្រះដុនតាមុខពីរក៏បានងក់ក្បាលបន្តិចបន្ទាប់មកគាត់ក៏បានបន្តទៀតថាវាមិនគួរឲ្យភ្ញាក់ផ្អើលនោះទេប្រហែលជាលោកមានអារម្មណ៍ថាទំនាក់ទំនងជាមួយនឹងឆន្ទៈនៃប្រភពដើមសកលលោកដំបូងគឺវាមិនគួរឲ្យជឿប៉ុន្តែតាមពិតក្នុងនាមគឺជាព្រះដុនតាយើងគឺជាអ្នកនាំពាក្យសម្រាប់ឆន្ទៈនៃប្រភពដើមសកលលោកហើយនៅពេលនេះដំណឹងនេះគឺទាក់ទងទៅនឹងស្ថាបនិកពុទ្ធិយៈដែលជាពូជអម្បូរមនុស្សរបស់ឯងចំណែកលោកហ្វឹងផ្នែករបស់គាត់ក៏បានភ្លឺឡើងស្ថាបនិកពុទ្ធិយៈមែនទេតើវាគឺជាព័ត៌មានអ្វីព្រះដុនតាមុខពីរក៏បានបន្តទៀតថាការបំផ្លិចបំផ្លាញរបស់ស្ថាបនិកពុទ្ធិយៈគឺដោយសារតែគាត់ត្រូវបានចាប់ស្ទាក់ទៅដោយសត្វដ៏អស្ចារ្យផ្សេងទៀតនៅក្នុងមហាសមុទ្រសកលលោកឬនិយាយឲ្យកាន់តែច្បាស់វាគឺជាការខុបខិតគ្នាហើយលោកហ្វឹងក៏បានសួរបន្ថែមទៀតថាខុបខិតមែនទេតើជានរណាទៅក្នុងចំណោមពូជមនុស្សគេបានដឹងថាផែនទីពីម្ចាស់សកលលោកយានអាវគឺជាផែនទីคล้ายៗពីមុនស្ថាបនិកពុទ្ធិយៈធ្លាប់ពុំមានពួកគេអំពីវាប៉ុន្តែគាត់មិនបានរៀបរាប់ឈ្មោះអ្នកសំកំណត់នោះទេប្រហែលជាស្ថាបនិកពុទ្ធិយៈគាត់បានគិតថាចាប់តាំងពីគាត់មិននៅជាមួយនឹងមនុស្សជាតិគាត់ក៏បានរំពឹងទុកថាពួកគេនឹងមិនសងសឹកគាត់នោះទេបន្ទាប់មកព្រះដុនតាមុខពីរក៏បាននិយាយបន្តទៀតថាអ្នកខុបខិតសរុបគឺ3នាក់នៅពីក្រោយកាវីបហានេះពួកគេទាំងអស់មកពីសម័យចាប់បដិសន្ធិឡើងវិញទី1នៃពួកគេគឺជាម្ចាស់សកលលោកផ្កាយរន្ទះដ៏អស្ចារ្យទី2គឺជាអតរិសេនជីចំណែកទី3គឺជាព្រះដុនតាត្រាកនរ៉ុកបន្ទាប់ពីបានលើកបែបនេះលោកហ្វឹងគឺពិតជាខឹងខ្លាំងមែនទែនផ្នែករបស់គាត់គឺពោពេញទៅដោយកំហឹងនៅពេលនេះហើយចិត្តរបស់គាត់ក៏បានចលាចលសម័យចាប់បដិសន្ធិដំបូងយុគសម័យចាប់បដិសន្ធិដំបូងនោះពួកគេហ៊ីបនឹងប្រឈមមុខទៅនឹងសក្តិវិនាសរបស់ខ្លួនដូច្នេះហើយស្ទើរតែគ្រប់គ្នាគឺមានអាកប្បកិរិយាប្រៀបដូចជាមនុស្សឈួតអញ្ចឹងក៏ប៉ុន្តែពួកគេហាក់បីដូចជាមិនមានសមត្ថភាពអ្វីនោះទេលោកម្ចាស់ផ្កាយរន្ទះដ៏អស្ចារ្យអតរិសេនជីព្រះដុនតាត្រាកនរ៉ុកនៅពេលនោះលោកហ្វឹងក៏បានព្យាយាមស្វែងរកនៅព័ត៌មានលម្អិតអំពីអ្នកទាំង3ពួកគេទាំង3មិនត្រូវបានចាត់ទុកថាមកពីពូជអម្បូរកំពូលនៅក្នុងសម័យចាប់បដិសន្ធិឡើងវិញដំបូងឡើយប៉ុន្តែពួកគេម្នាក់ៗនៅតែមានបញ្ហានិងមិនអាចមើលសារបាននោះទេលោកម្ចាស់ផ្កាយរន្ទះដ៏អស្ចារ្យគឺជាកម្មសិទ្ធិទម្រង់ជីវិតពិសេសមួយដែលគេហៅថាទម្រង់ជីវិតផ្កាយផ្គរលាន់ត្រឡប់មកវិញនៅពេលដែលយុគសម័យចាប់បដិសន្ធិឡើងវិញដំបូងនៅក្នុងសកលលោកបឋមផ្កាយផ្គរលាន់ដូចជាផ្កាយបានលេចឡើងនៅកម្រិតផ្កាយអ្នកដំណើររាល់ផ្កាយផ្គររន្ទះទាំងនេះគឺមានឆន្ទៈផ្ទាល់ខ្លួនបន្ទាប់ពីរាប់ម្នាស់ជាច្រើនឆ្នាំមកផ្កាយផ្គរលាន់មួយចំនួនក៏ចាប់ផ្ដើមវិវត្តដរាបណាពួកគេអាចឆ្លងកាត់ការវិវត្តពួកគេនឹងក្លាយទៅជាកម្រិតអមតៈបន្ទាប់មកពួកគេនឹងបន្តកាន់តែវិវត្តកាន់តែមានឥទ្ធិពលពូជអម្បូរផ្កាយផ្គរលាន់គឺពិតជាខុសខើខ្លាំងណាស់ទោះបីជាចំនួនប្រជាជនរបស់ពួកគេមានចំនួនតិចតួចក៏ដោយប៉ុន្តែពូជអម្បូរគឺខ្លាំងណាស់លោកម្ចាស់ផ្កាយរន្ទះដ៏អស្ចារ្យគឺជាម្ចាស់សកលលោកកំពូលនៃពូជអម្បូរផ្កាយផ្គរលាន់ទាំងមូលចំណែកអតរិសេនជីគឺជាទម្រង់ជីវិតពិសេសផងដែរគាត់គឺជាទម្រង់ជីវិតមកពីពូជអម្បូរប្រភពភ្លើងទម្រង់ជីវិតដែលមកពីពូជអម្បូរនេះបានកើតនៅក្នុងផ្កាយហើយគាត់គឺជាអន្តរិទ្ធនៃពូជអម្បូរប្រភពភ្លើងទាំងមូលចំណែកព្រះដុនតាត្រាកនរ៉ុកគឺជាព្រះដុនតាមួយក្នុងចំណោមព្រះដុនតាទាំង3អង្គមកពីសម័យចាប់បដិសន្ធិឡើងវិញដំបូងទោះជាយ៉ាងណាក៏ដោយនៅពេលដែលចក្រវាឡបុព្វកាលនៃសម័យនោះត្រូវបានបំផ្លាញពួកគេទាំងអស់ក៏ត្រូវបានបណ្តេញចេញពីស្រុកកំណើតរបស់ពួកគេព្រះដុនតាត្រាកនរ៉ុកគឺជាទម្រង់ជីវិតពិសេសប៉ុន្តែគាត់មានពូជអម្បូរក្រោមការដឹកនាំរបស់គាត់ផងដែរនៅពេលនោះលោកហ្វឹងក៏បានងក់ក្បាលរបស់គាត់ហើយគាត់ក៏បានកំហឹមថាអ្នកទាំង3នៅពេលនោះព្រះដុនតាមុខពីរក៏បានក្លែកមើលទៅកាន់លោកហ្វឹងគាត់ក៏បានសួរទៅកាន់លោកហ្វឹងថាតើឯងមានអារម្មណ៍ថាមានសម្ពាធដែរឬទេនៅក្នុងពេលឥឡូវនេះចំណែកលោកហ្វឹងក៏បាននិយាយផងដែរថាពួកគេទាំង3នាក់នេះគឺសុទ្ធតែជាម្ចាស់សកលលោកកំពូលនិងគោខើបំផុតពីសម័យចាប់បដិសន្ធិឡើងវិញម្ចាស់សកលលោកកំពូលមកពីសកលលោកដំបូងរបស់ខ្ញុំបន្ទាប់មកលោកហ្វឹងក៏បានគវិក្បាលបន្តិចពួកគេគឺពិតជាអន់ជាងអ្នកទាំង3បន្តិចបើសិនបើប្រៀបធៀបគ្នាពួកគេ3នាក់គឺសុទ្ធតែមានទ្រព្យសម្បត្តិពិតប្រាកដខ្ញុំចង់សម្លាប់ពួកគេប៉ុន្តែខ្ញុំត្រូវតែទទួលស្គាល់ផងដែរថាខ្ញុំគឺពិតជាមានអារម្មណ៍ថាតានតឹងជាការពិតណាស់នៅទូទាំងមហាសមុទ្រសកលលោកទាំងមូលគាត់គឺមិនខ្លាចនរណាម្នាក់ឡើយសូម្បីតែអ្នកទាំង3នេះដែលបាននាំមកនៅកັບបំផ្លាញស្ថាបនិកពុទ្ធិយៈនោះលោកហ្វឹងនឹងចេញទៅក្រៅហើយ
ព្យាយាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបានដើម្បីស្វែងរកការសង្សឹកប៉ុន្តែនៅចំពោះព្រះរនតាមុខពីរលោកហ្វឹងនៅតែបង្ហាញមកព្រោះគាត់មិនច្បាស់លាស់អំពីចេតនាពិតប្រាកដនៃឆន្ទៈនៃប្រភពដើមសកលលោកនោះទេនិយាយទៅនៅចំពោះមុខព្រះរនតាមុខពីរលោកហ្វឹងគឺបានលាក់ពីចេតនារបស់គាត់ចឹងទៅចំណែកពេលនោះព្រះរនតាមុខពីរគាត់ក៏បានញញឹមបន្តិចហើយគាត់ក៏បាននិយាយបន្តទៀតថាវានឹងពិបាកសម្រាប់អ្នកផ្សេងប៉ុន្តែមេដឹកនាំមីគីវេលោកគឺមានទុកនេះភ្នោហើយលោកក៏ធ្លាប់ឆ្លងកាត់ផ្លូវដ៏គ្រោះថ្នាក់នៅក្នុងទឹកដីគ្រោះថ្នាក់បំផុតផ្សេងៗផងដែរលោកគឺពិតជាមានរូបរាងកាយច្រើនដូច្នេះទោះបីជាមួយក្នុងចំណោមពួកវាត្រូវបានសម្លាប់ក៏ដោយវាមិនមែនជារឿងធំនោះទេបន្ទាប់មកលោកហ្វឹងក៏បានសួរទៅកាន់ព្រះរនតាមុខពីរបន្ថែមទៀតថាព្រះរនតាមុខពីរឆន្ទៈនៃប្រភពដើមសកលលោកហេតុអ្វីបានជាវាឆ្លងកាត់លោកដើម្បីឲ្យមកប្រាប់ពួកយើងអញ្ចឹងប្រាប់ពួកយោបល់មនុស្សអំពីរឿងទាំងអស់នេះខ្ញុំមិនមែនជាមនុស្សល្ងីល្ងើនោះទេវាត្រូវតែមានហេតុផលនៅពីក្រោយរឿងនេះតែលោកមានគោលដៅអ្វីទៅនៅពេលនោះព្រះរនតាមុខពីរក៏បានញញឹមបន្តិចគោលដៅគឺពិតជាសាមញ្ញនោះទេឆន្ទៈដ៏ថ្លៃថ្នូរនៃប្រភពដើមសកលលោកចង់ឲ្យលោកសម្រាប់អ្នកទាំង3នោះនៅទូទាំងមហាសមុទ្រសកលលោកគឺជាមនុស្សដែលស័ក្តិសមបំផុតសម្រាប់ពួកគេទាំង3ទី2ពុយស័ព្ទផ្សេងទៀតអាចប្រឈមមុខនឹងការលំបាកនៅក្នុងការព្យាយាមសម្រាប់ពួកគេមានតែលោកតែប៉ុណ្ណោះដែលមានម៉ូដនៃជីបចរនៃទន្លេដនដងប៉ុណ្ណោះដែលមានក្តីសង្ឃឹមបំផុតក្នុងការសម្រេចនៅគោលដៅមួយនេះទោះបីជាលោកមិនអាចសម្រេចវាបានក៏ដោយក៏លោកនៅតែអាចធ្វើការព្យាយាមម្ដងទៀតជាការពិតណាស់លោកហ្វឹងក៏បានងក់ក្បាលរបស់គាត់បន្តិចគាត់គឺមិនដែលសង្ស័យពីភាពខ្លាំងនិងសមត្ថភាពរបស់គាត់នោះទេគឺគាត់តែងតែមានទំនុកចិត្តជាពិសេសចាប់តាំងពីគាត់បានយល់ពីពំផ្កាយជាច្រើនរយសម័យនៅពេលនោះលោកហ្វឹងក៏បានគិតផងដែរថាឆន្ទៈនៃប្រភពដើមសកលលោកចង់ឲ្យពួកគេទាំង3នាក់ស្លាប់មែនទេជាការពិតណាស់លោកហ្វឹងគឺមិនទាន់យល់ច្បាស់អំពីឆន្ទៈនៃប្រភពដើមសកលលោកបានច្រើននោះទេគឺគាត់បានដឹងតិចតួចតែប៉ុណ្ណោះហើយនៅពេលនោះលោកហ្វឹងក៏បានធ្វើការអរគុណទៅកាន់ព្រះរនតាមុខពីរផងដែរសម្រាប់ការនាំនៅដំណឹងមួយនេះមកប្រាប់ពួកយមមនុស្សបន្ទាប់មកលោកហ្វឹងក៏បានក្រោកឈរឡើងហើយគាត់ក៏បានចាក់ចេញបន្ទាប់មកលោកហ្វឹងក៏បានត្រឡប់ទៅកន្លែងរបស់គាត់វិញហើយចាក់ចេញតាមរយៈការធ្វើដំណើរតាមប្រទេសព្រះនៅក្នុងតំបន់សម្ងាត់បាថមនៃទឹកដីរបស់មនុស្សរលកបបកនៃមហាសមុទ្រដែលជាគ្មានព្រំដែនក៏បានហោះឡើងរលកខ្លះមានកម្ពស់រាប់លានគីឡូម៉ែត្របន្ទាប់ពីការប្រយុទ្ធរាប់រយឆ្នាំមុនលោកហ្វឹងបានចាក់ចេញពីមហាសមុទ្រដែលជាគ្មានព្រំដែនរបស់គាត់នៅទីនេះមានកំណត់ទ្រព្យពលិកដ៏កំពូលមួយដែលបានលាក់ទុកនៅក្នុងមហាសមុទ្រដែលជាគ្មានព្រំដែនអំណាចអតេភាពរបស់វាជាមួយនឹងបច្ចេកទេសដូនមីនិងពលិកដ៏កំពូលនៃកំណត់ទ្រព្យអាចទប់ទល់ទៅនឹងការវិបហាណាមួយនៅក្រោមកម្រិតទី10មនុស្សបានចាប់ម្ចាស់សកលលោកជាង200នាក់កាលពីលើកមុនដែលធ្វើឲ្យសម្ព័ន្ធភាពនៃកងកម្លាំងរួបរวมបានចុះខ្សោយយ៉ាងខ្លាំងទោះបីជាកងកម្លាំងសម្ព័ន្ធរួបរวมបានប្រើនៅកម្លាំងរបស់ពួកគេទាំងអស់ដើម្បីធ្វើការវាយប្រហារម្ដងទៀតក៏ដោយក៏វាស្ទើរតែដល់កម្រិតទី9ដែរក្រៅពីនេះបន្ទាប់ពីទទួលបានមរតកពីបុព្វបុរសព្រះច័ន្ទពណ៌ស្វាយសម្ព័ន្ធសេរីភាពដែលមានកម្លាំងចិត្តតទៅទៀតហើយពួកគេបានរត់បង់ម្ចាស់សកលលោកជាងពាក់កណ្ដាលនោះហើយគឺជាមូលហេតុដែលសម្ព័ន្ធកងកម្លាំងរួបរวมអាចប្រើម្ចាស់សកលលោកប្រហែល400នាក់ប៉ុណ្ណោះវាមិនមែនជាការគំរាមកំហែងនោះទេលោកហ្វឹងបានឈានជើងនៅលើលំហហើយក៏បានហោះឆ្ពោះទៅកាន់ជាន់ខ្ពស់បំផុតនៃវិមានដ៏ខ្ពស់បំផុតរបស់ម្ចាស់ទីក្រុងនៃភាពបបឋមចំណែកពេលនោះនៅដឹកនាំទីក្រុងនៃភាពបបឋមគាត់កំពុងតែឈរពុតដៃរបស់គាត់មកក្រោយហើយគាត់ក៏បានស្រឡឹងមើលទៅកាន់លោកហ្វឹងនៅពេលនោះគាត់ក៏បានញញឹមព្រមទាំងស៊ូទៅកាន់លោកហ្វឹងហេតុអ្វីបានជាលោកហ្វឹងមកទីនេះតើលោកហ្វឹងមិនមែនកំពុងតែហ្វឹកហាត់ទេឬចំណែកលោកហ្វឹងក៏បានប្រាប់ពីរឿងរ៉ាវដែលគាត់បាននិយាយគ្នាជាមួយនឹងព្រះរនតាមុខពីរហើយគំនិតដើមប្រាប់គាត់ឲ្យប្រព័ន្ធមានសំខាន់ៗមួយចំនួនដល់ខ្ញុំដូច្នេះខ្ញុំត្រូវតែមកទីនេះដើម្បីជួបលោកគ្រូចិត្តដើមបានប្រាប់ព្រះរនតាឲ្យប្រព័ន្ធមានដល់ពួកយើងចំណែកម្ចាស់ទីក្រុងគឺពិតជាមានការភ្ញាក់ផ្អើលតើជាព័ត៌មានប្រភេទណាទៅលោកហ្វឹងក៏បាននិយាយថាព្រះរនតាមុខពីរបានប្រាប់គាត់ថាមានអ្នកចម្បាំង3រូបពួកគេបានខົບគិតគ្នាដើម្បីសម្លាប់ស្ថាបនិកពុទ្ធយៈបន្ទាប់មកម្ចាស់ទីក្រុងក៏បានសួរតើជានរណាហើយគាត់ក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងផងដែរនៅពេលនោះរូបរាងកាយរបស់គាត់ក៏ចាប់ផ្ដើមញ័រនិយាយទៅគឺគាត់ពិតជាខឹងមែនទែនហើយបន្ទាប់មកលោកហ្វឹងក៏បានប្រាប់គាត់ចឹងទៅថាសម័យចាប់បដិសន្ធិសកលលោកដំបូងគឺជាលោកម្ចាស់ផ្កាយរន្ទះដ៏អស្ចារ្យអន្តរិក្សសេនជីនិងព្រះរន្តាត្រាកនរកនៅពេលនោះបបោមាត់របស់ម្ចាស់ទីក្រុងគឺញ័រគាត់ក៏បានក្តាប់ដៃរបស់គាត់យ៉ាងណែនបំវល់កន្លែងនិងពេលវេលានៅជុំវិញគាត់ហើយភ្នែករបស់គាត់ក៏ចាប់ផ្ដើមភ្លឺឡើងយ៉ាងសាហាវស្វាហាប់ភាពឆេះឆាវការសោកខ្ពើមការជំរុញឲ្យការសម្លាប់ទាំងអស់គឺមាននៅក្នុងចិត្តគាត់នៅពេលនេះបើប្រៀបធៀបទៅនឹងលោកហ្វឹងម្ចាស់ទីក្រុងនៃភាពបបឋមគឺពិតជាមានភាពជិតស្និទ្ធជាងជាមួយនឹងស្ថាបនិកពុទ្ធយៈចំពោះម្ចាស់ទីក្រុងទាំងគាត់និងស្ថាបនិកពុទ្ធយៈពួកគាត់បានធ្លាប់ដើរតាមគ្រូដើមហើយពួកគាត់ទាំងពីរគឺប្រៀបដូចជាបងប្អូននឹងគ្នាអញ្ចឹងបន្ទាប់ពីគ្រូដើមត្រូវបានបង្ក្រាបបន្ទុករបស់មនុស្សក៏ត្រូវបានធ្លាក់ទៅលើស្ថាបនិកពុទ្ធយៈព្រមទាំងម្ចាស់ទីក្រុងនៃភាពបបឋមដូច្នេះពួកគាត់ទាំងពីរគឺពិតជាមានភាពជិតស្និទ្ធនឹងគ្នាប្រៀបដូចជាបងប្អូនអញ្ចឹងហើយមានក៏សូមអធិស្ឋានផងដែរចំពោះសម្លេងរំខានដោយសារតែពេលនេះគឺខណៈពេលដែលមានកំពុងតែ record ហ្នឹងគឺមានសម្លេងភ្លេងអញ្ចឹងណាអញ្ចឹងទៅក៏មានសម្លេងសំខាន់តិចតួចហើយសង្ឃឹមថាអ្នកក្លាហានគ្រប់គ្នាក៏បានយល់ផងដែរអូខេយើងបន្តសេរីរឿងរបស់យើងទៅមុខបន្តទៀតនៅពេលនោះម្ចាស់ទីក្រុងនៃភាពបបឋមគាត់គឺពិតជាខឹងខ្លាំងមែនទែនចំណែកលោកហ្វឹងក៏បានដឹងពីអារម្មណ៍របស់គាត់នៅពេលនេះផងដែរនិយាយទៅនៅពេលដែលលោកហ្វឹងប្រាប់ទៅកាន់ម្ចាស់ទីក្រុងហ្នឹងអំពីអ្នកទាំង3នោះម្ចាស់ទីក្រុងគឺស្ទើរតែចង់សម្លាប់អ្នកទាំង3នៅក្នុងពេលភ្លាមអញ្ចឹងជាការពិតណាស់ម្ចាស់សកលលោកកំពូលទាំង3នេះគឺពិតជាពិបាកដោះស្រាយជាងអ្នកដែលនៅក្នុងសកលលោកដើមទៅទៀតថាបនិតពុទ្ធយៈបានប្រាប់ឈ្មោះពួកគេទាំង3នៅពេលដែលគាត់បានស្លាប់ដោយសារតែគាត់មិនចង់ឲ្យមនុស្សទទួលរង
ងនៅការខាត់បងជាការពិតណាស់ពួកយើងនឹងសងសឹកឲ្យស្ថាប័នពុទ្ធយៈវិញក៏ប៉ុន្តែមិនមែនពេលនេះនោះទេចំណែកឡោហ្វឹងក៏បានងក់ក្បាលរបស់គាត់ផងដែរហើយបន្ទាប់មកម្ចាស់ទីក្រុងក៏មានរឿងមួយទៀតប្រាប់ទៅកាន់ឡោហ្វឹងដោយឡោហ្វឹងធ្វើការហ្វឹកហាត់រាប់រយឆ្នាំមកហើយដូច្នេះគាត់ក៏បានប្រាប់ឡោហ្វឹងពីអ្វីដែលបានកើតឡើងកាលពីប្រមាណ100ឆ្នាំមុនដោយម្ចាស់ទីក្រុងនៃភាពវបធម្មគាត់ក៏បាននិយាយថាសម្ព័ន្ធហុងគឺមានគោលនយោបាយកាន់តែប្រសើរឡើងនៅក្នុងពេលឥឡូវនេះហើយពួកគេក៏ទទួលបានអត្ថប្រយោជន៍កាន់តែច្រើនពីការចូលរួមនៅក្នុងសម្ព័ន្ធហុងហើយអ្នកដែលក្បត់សម្ព័ន្ធហុងនឹងទទួលរងនូវទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរការរួបរวมនៃសម្ព័ន្ធហុងកាន់តែរឹងមាំហើយសូម្បីតែម្ចាស់សកលលោកចំនួន12មកពីសម្ព័ន្ធសេរីភាពក៏ចូលរួមជាមួយនឹងសម្ព័ន្ធហុងផងដែរជាការពិតណាស់នៅក្នុងពេលនេះមនុស្សគឺពិតជាមានសក្តានុពលខ្លាំងជាងកងកម្លាំងសម្ព័ន្ធរួបរวมនៅក្នុងពេលឥឡូវបន្ទាប់មកម្ចាស់ទីក្រុងក៏បាននិយាយបន្ថែមទៀតថាក្រៅពីដែនដីបរិសុទ្ធព្រះច័ន្ទពណ៌ស្វាយបានផ្ដល់មរតកដល់សម្ព័ន្ធសេរីភាពនិងសម្ព័ន្ធកងកម្លាំងរួបរวมវាត្រូវបានរីករាលដាលយ៉ាងទូលំទូលាយម្ចាស់សកលលោកមួយចំនួននៅក្នុងសម្ព័ន្ធហុងគឺមកពីពូជចម្បូរជាមួយនឹងនៅក្នុងសម្ព័ន្ធសេរីភាពហើយម្ចាស់សកលលោកមួយចំនួនមកពីសម្ព័ន្ធសេរីភាពក៏បានចែករំលែកមរតកជាមួយនឹងអ្នកដែលមកពីជាតិសាសន៍តែមួយហើយពួកគេក៏ចែករំលែកជាមួយនឹងពួកយើងនោះវាមានន័យថាយើងក៏ទទួលបានមរតកពីដែនដីបរិសុទ្ធព្រះច័ន្ទពណ៌ស្វាយផងដែរតាមពិតទៅដែនដីបរិសុទ្ធព្រះច័ន្ទពណ៌ស្វាយពួកគេបានរៀបចំរួចហើយសម្រាប់ពួកយើងដើម្បីដឹងពីមរតកនេះបន្ទាប់មកឡោហ្វឹងក៏បានសួរតើមរតកហ្នឹងគឺយ៉ាងម៉េចទៅចំណែកម្ចាស់ទីក្រុងក៏បានប្រាប់ថាវាគឺពិតជាលម្អិតនិងទូលំទូលាយវាពិតជាភាសាជាងព័ត៌មានដែលយើងបានរៀបចំសម្រាប់ពួកចម្បោផ្សេងៗទៀត10ដងពិតណាស់វាមិនមានអ្វីប្រៀបធៀបទៅនឹងរបស់ឯងនោះទេដោយផ្អែកទៅលើអ្វីដែលដែនដីបរិសុទ្ធព្រះច័ន្ទពណ៌ស្វាយបានផ្ដល់ឲ្យយើងអាចផ្ដល់ឲ្យបន្ថែមទៀតដើម្បីទៅទាញទៅដល់ពួកចម្បោផ្សេងៗក្រៅពីនេះពេលវេលាចេះតែកន្លងផុតទៅជាមួយនឹងការហ្វឹកហាត់ជាប្រព័ន្ធដែលមនុស្សបានរៀបចំយើងមានកម្រិតនៃប្រយុទ្ធជាច្រើនឬសូម្បីតែម្ចាស់សកលលោកហើយបន្ទាប់មកម្ចាស់ទីក្រុងក៏បានសួរទៅកាន់ឡោហ្វឹងបន្ថែមទៀតតើការហ្វឹកហាត់របស់ឡោហ្វឹងប្រមាណសតវត្សកន្លងមកនេះយ៉ាងម៉េចដែរចំណែកឡោហ្វឹងក៏បានប្រាប់គាត់ចឹងទៅថាវាគឺពិតជាអស្ចារ្យខ្លាំងណាស់ម្ចាស់ទីក្រុងក៏បានងក់ក្បាលពេញចិត្តចឹងទៅគាត់ក៏បានដឹងផងដែរថាសាររបស់គាត់នេះគឺតែងតែរំភើបចិត្តនៅពេលដែលគាត់ពិតជាបង្ហាញអំណាចរបស់គាត់ទោះបីជាគាត់ធម្មតាគឺមានកម្រិតទាបក៏ដោយប្រសិនបើគាត់និយាយថាវាគឺអស្ចារ្យនោះគឺមានន័យថាគាត់ទទួលបានច្រើនហើយម្ចាស់ទីក្រុងក៏បានសួរទៅកាន់ឡោហ្វឹងបន្តទៀតតើឡោហ្វឹងមានផែនការដើម្បីក្លាយទៅជាម្ចាស់សកលលោកកំពូលដែរឬទេចំណែកឡោហ្វឹងក៏បានប្រាប់គាត់ចឹងទៅថាវាគឺពិតជាពិបាកខ្លាំងណាស់ជាការពិតណាស់គាត់គឺមានផែនការទៅទៅនឹងការយល់ដឹងអំពីច្បាប់និងបច្ចេកទេសគាត់បានឈានទៅដល់ចំណុចកំពូលនៃម្ចាស់សកលលោករួចទៅហើយប៉ុន្តែនៅក្នុងការបំបាយទៅកាន់ម្ចាស់សកលលោកកំពូលគឺវាពិតជាពិបាកខ្លាំងណាស់កាលពីប្រមាណ100ឆ្នាំមុនរាប់រយសម័យកាលនៅក្នុងលំហនៃមរតកសមិទ្ធផលដ៏អស្ចារ្យបំផុតរបស់គាត់គឺការយល់ដឹងពីប៉មផ្កាយកាន់តែប្រសើរឡើងហើយនៅពេលនោះគាត់គឺពិតជារីករាយយ៉ាងណាមិញវាជាកំណត់ទ្រព្យដ៏កម្លាំងបំផុតដែលគាត់មានហើយវាបានបង្ហាញឲ្យឃើញនៅអ្វីដែលមិនគួរឲ្យជឿលើពីការរំពឹងទុករបស់គាត់ទៅទៀតការគាត់នៅខ្សោយគឺគាត់រកមិនឃើញចំណុចពិសេសរបស់វាតតែសោះប៉ុន្តែបន្ទាប់ពីគាត់កាន់តែខ្លាំងឡើងជាពិសេសក្រោយសង្គ្រាមរាប់រយឆ្នាំកន្លងផុតទៅគាត់ក៏បានរកឃើញចំណុចលេចធ្លោនៃប៉មផ្កាយបន្ទាប់ពីការយល់ដឹងរាប់រយសម័យកាលគាត់ក៏បានរកឃើញចំណុចលេចធ្លោគឺគ្រាន់តែជាផ្នែកតូចមួយនៃប៉មផ្កាយតែប៉ុណ្ណោះហើយចំពោះស្លាបសាវូវិញគឺប៉មផ្កាយគឺពិតជាមានតម្លៃជាងហើយឡោហ្វឹងក៏បានឆ្ងល់ផងដែរថាតើលោកគ្រូរបស់គាត់គឺជាលោកគ្រូស៊ូសាន់ខឺនឹងអាចបង្កើតកំណត់ពិតនៅកម្រិតនោះដោយរបៀបណាទៅឡោហ្វឹងគឺពិតជាពិបាកជឿខ្លាំងណាស់តាមកំណត់របស់គាត់ម្ចាស់សកលលោកកំពូលដែលចិត្តឈានទៅដល់កម្រិតព្រះពិតនឹងមិនអាចបង្កើតកំណត់ទ្រព្យដូចជាប៉មផ្កាយបាននោះទេនិយាយទៅដោយតែគ្នាយើងបានដឹងហើយលោកម្ចាស់ស៊ូសាន់ខឺដែលជាគ្រូរបស់ឡោហ្វឹងនឹងគឺគាត់បានបង្ហាញកម្លាំងរបស់គាត់គឺត្រឹមតែម្ចាស់សកលលោកកំពូលតែប៉ុណ្ណោះដូច្នេះឡោហ្វឹងក៏បានគិតផងដែរថាបើសិនបើកម្លាំងរបស់គ្រូគាត់ត្រឹមតែម្ចាស់សកលលោកកំពូលគឺមិនអាចបង្កើតកំណត់ទ្រព្យដ៏វិសេសវិសាលដូចជាប៉មផ្កាយបាននោះទេមានន័យថាគាត់សង្ស័យពីកម្លាំងរបស់គ្រូគាត់ចឹងទៅហើយលើពីនេះទៅទៀតលោកម្ចាស់ស៊ូសាន់ខឺក៏បានបង្កើតពូជចម្បូព្រះភ្លើងប៉ុន្តែពួកគេបានបរាជ័យដូច្នេះហើយក្រោយមកគាត់ក៏បានបង្កើតភពផែនដីហើយឡោហ្វឹងក៏បានឆ្ងល់ពីគ្រូរបស់គាត់ផងដែរតែគាត់ចង់បានអ្វីទៅឡោហ្វឹងនៅតែយល់ថាអ្វីៗពីលោកគ្រូរបស់គាត់ដែលជាលោកគ្រូស៊ូសាន់ខឺគឺនៅតែជាអាចកំបាំងចំណែកសភៅណែនាំទាំង9គឺវាពិសេសហើយលោកគ្រូស៊ូសាន់ខឺគឺជាមនុស្សតែម្នាក់គត់ដែលគេបានដឹងថាគាត់ក៏អាចបង្កើតសភៅណែនាំទាំងនេះបានហើយឡោហ្វឹងក៏បានគិតបន្ថែមទៀតថាគាត់គឺពិតជាជំពាក់គ្រូរបស់គាត់ច្រើនពេកហើយបើសិនបើគ្រូរបស់គាត់ត្រូវការជំនួយនោះគាត់នឹងធ្វើគ្រប់យ៉ាងដើម្បីជួយគាត់ហើយនៅពេលដែលគាត់មានកម្លាំងគ្រប់គ្រាន់ហើយនោះគាត់គឺគ្មានអ្វីដែលគួរភ័យខ្លាចទៀតនោះទេហើយឡោហ្វឹងនឹងរងចាំរហូតដល់ថ្ងៃលោកគ្រូស៊ូសាន់ខឺរបស់គាត់មកសុំជំនួយពីគាត់បន្ទាប់ពីឡោហ្វឹងធ្វើការហ្វឹកហាត់អស់រយៈពេលជាច្រើនសម័យកាលមកគាត់បានយល់ដឹងច្រើនអំពីប៉មផ្កាយហើយគាត់ក៏កំពុងគិតពីរបៀបក្នុងការខ្លាយទៅជាម្ចាស់សកលលោកកំពូលផងដែរឥឡូវនេះគឺគាត់មានរូបរាងកាយ4ហើយបើសិនបើគាត់ដើរតាមមាគ៌ាធម្មតានៃការវិវត្តច្បាប់ប្រទេសព្រះរបស់គាត់នោះក្នុងការខ្លាយទៅជាចក្រវាឡតូចមួយខណៈពេលដែលរូបរាងកាយទាំងអស់នឹងបញ្ចូលគ្នាទៅជាតែមួយបន្ទាប់ពីបញ្ចូលគ្នាទៅក្នុងរូបរាងកាយផែនដីដើម 99% នៃធម្មពលអមតៈនៅក្នុងមហាសមុទ្រដាច់ស្រយាលគ្មានព្រំដែននឹងត្រឡប់ទៅកាន់សកលលោកដើមវិញឡោហ្វឹងមិនអនុញ្ញាតឲ្យរឿងបែបនេះកើតឡើងនោះទេឡោហ្វឹងគឺគាត់មានមោដកនៃទន្លេដណ្ដងដូច្នេះគាត់បានដឹងយ៉ាងច្បាស់ថាគាត់គួរតែធ្វើអ្វីដើម្បីជៀសវាងរឿងទាំងអស់នេះគឺគាត់អាចធ្វើការហ្វឹកហាត់ទៅតាមផ្លូវមួយទៀតជាផ្លូវដែលពិបាកជាងនេះហើយជាផ្លូវដែលមានឥទ្ធិពលជាងនេះទៅទៀតគាត់នឹងចាប់ផ្ដើមដោយរូបរាងកាយអមតៈរបស់គាត់ហើយបំពេញច្បាប់ដោយកម្លាំងរបស់គាត់បន្ទាប់មកគាត់នឹងក្លាយទៅជាព្រះពិតមានតែវិធី
បែបនេះនោះទេទើបរូបរាងកាយអមតៈរបស់គាត់អាចស្រូបយកធម្មពលអមតៈទាំងអស់ដោយបញ្ចូលវាទៅកាន់រូបរាងកាយមហាសមុទ្រដាច់ស្រយាលគ្មានព្រំដែនរបស់គាត់មហាសមុទ្រដាច់ស្រយាលគឺពិតជាធំសម្បើមខ្លាំងណាស់ហើយរូបរាងកាយរបស់វាយូរទៅនឹងត្រូវបានវាស់ទៅជាឆ្នាំពន្លឺនាពេលអនាគតវាគឺជារឿងដែលមិនគួរឲ្យជឿនោះទេដែលមានធម្មពលអមតៈដ៏សម្បើមបែបនេះសូម្បីតែនៅក្នុងម៉ូដកនៃអរិយធម៌បុរាណបើសិនបើខ្ញុំចង់បញ្ចូលវាទៅក្នុងរូបរាងកាយអមតៈតែមួយខ្ញុំត្រូវតែឈានដល់កម្រិតសែនយ៉ាងហោចណាស់ 90000 ដងចាប់ផ្ដើមបញ្ចេញធម្មពលអមតៈប្រាកម្លាំងដើម្បីទម្លុះច្បាប់ហើយនឹងខ្លាចទៅជាព្រះពិតនៅទីបញ្ចប់ពិតជាមានកម្រិតខុសៗគ្នាកម្រិតសែនជីវិតល្អឥតខ្ចោះនៅក្នុងសកលលោកដើមគឺ 10081 ដងនៅពេលដែលនរណាម្នាក់បំបែកដែនកំណត់នេះដូចជាតាមរយៈការឈានទៅដល់កម្រិតសែនជីវិត 11000 ដងពួកគេអាចផ្លាស់ប្ដូរប្រទេសព្រះរបស់ពួកគេទៅជាចក្រវាឡខ្នាតតូចមួយក្នុងមួយប្រព្រឹត្តភ្នែកដោយប៉ែកទៅលើពណ៌មានអំពីម៉ូដកនៃទន្លេដូនដងនៃដែលបានខ្លាចទៅជាព្រះពិតដែលមានកម្រិតសែនជីវិតក្រោម 30000 ដងនឹងដើរតាមកន្លងច្បាប់ហើយមិនអាចជួបប្រទះការផ្លាស់ប្ដូរយ៉ាងសំខាន់នៅក្នុងថាមពលរបស់ពួកគេនោះទេពី 30000 ទៅ 60000 ដងគឺជាកម្រិតដំបូងពី 60000 ដងទៅ 90000 ដងគឺជាកម្រិតទី2ពី 90000 ទៅ 1000000 ដងគឺជាកម្រិតទី3ទាំងនេះគឺជាថាមពលអមតៈទាំង3កម្រិតនៅក្នុងកម្រិតទី1រូបរាងកាយអមតៈគឺធំជាង10 ដងជាឧទាហរណ៍អ្នកដែលមានរូបរាងកាយអមតៈមានកម្ពស់ 100,000 គីឡូម៉ែត្រនិងខ្លាចទៅជាកម្ពស់ 1 លានគីឡូម៉ែត្រដែលមានន័យថាថាមពលអមតៈរបស់ពួកគេគឺមានច្រើនជាង 1000 ដងចំពោះនៅកម្រិតទី2រូបរាងកាយអមតៈគឺមានកម្ពស់ជាង 1000 ដងជាឧទាហរណ៍មនុស្សអាចឡើងទៅដល់កម្ពស់ 100,000 គីឡូម៉ែត្រហើយវាពិបាកបំផុតក្នុងការឈានទៅដល់កម្រិតទី3យ៉ាងណាមិញនៅក្នុងឯកសារនៃម៉ូដកទន្លេដូនដងគ្មាននរណាម្នាក់ធ្លាប់ឈានទៅដល់កម្រិតសែនជីវិតដល់ទៅ 100,000 ដងនោះទេល្អបំផុតដែលពួកគេអាចធ្វើបានគឺជិត 90000 ដងដែលជាកម្រិតសែនជីវិតដែលមិនគួរជឿរួចទៅហើយចំពោះរូបរាងកាយរបស់ម្ចាស់សកលលោកធម្មតាពួកគេបានដើរតាមកន្លងច្បាប់ហើយបន្ទាប់ពីឈានទៅដល់ម្ចាស់សកលលោកកំពូលពួកគេនឹងអាចប្រើចក្រវាឡតូចៗហើយបំបែកថាមពលដល់ច្បុកច្បល់ទៅជាថាមពលដើម្បីផ្គត់ផ្គង់ខ្លួនរបស់ពួកគេបន្ទាប់មកពួកគេនឹងក្លាយទៅជាម្ចាស់សកលលោកកំពូលជាមួយនឹងកម្រិតសែនជីវិត 10000 ដងដែនកំណត់កម្រិតទី1គឺកម្ពស់ 1 លានគីឡូម៉ែត្រលហ្វឹងគិតថាកម្រិតទី2មានកម្ពស់ 100 លានគីឡូម៉ែត្រហើយកម្រិតទី3មានបរិមាណគ្មានដែនកំណត់ទោះជាយ៉ាងណាក៏ដោយវាគ្រាន់តែជាដែនកំណត់ទ្រឹស្ដីតែប៉ុណ្ណោះមនុស្សម្នាក់ត្រូវតែលេបអំណាចថាមពលអមតៈដើម្បីឲ្យរូបរាងកាយអមតៈរបស់ពួកគេកាន់តែធំឡើងនៅកម្រិត2ដំបូងអាចនឹងលេបយកថាមពលអមតៈពីចក្រវាឡដើមប៉ុន្តែនៅកម្រិតទី3គឺមិនដឹងនោះទេលហ្វឹងក៏បានងក់ក្បាលរបស់គាត់បន្តិចចក្រវាឡដើមអាចផ្គត់ផ្គង់ថាមពលអមតៈបានត្រឹមតែចំនួនកំណត់តែប៉ុណ្ណោះហើយបន្ទាប់ពីមួយរយៈក្រោយមកវានឹងឈប់នៅក្នុងអរិយធម៌បុរាណបើសិនបើម៉ូដកអាចឈានទៅដល់កម្រិតសែនជីវិតដល់ទៅ 90000 ដងអ្នកស្រុងម៉ូដកមុននឹងរៀបចំវត្ថុដ៏មានតម្លៃច្រើនសន្ធឹកសន្ធាប់ដើម្បីរក្សាទុកថាមពលអមតៈរបស់ពួកគេសម្រាប់ឲ្យមនុស្សជំនាន់ក្រោយដើម្បីស្រូបយកដូច្នេះពួកគេអាចបង្កើតទៅជារូបរាងកាយអមតៈជាមួយនឹងការផ្ទុកថាមពលដ៏អស្ចារ្យទោះជាយ៉ាងណាក៏ដោយយើងមិនអាចទទួលបានវត្ថុមានតម្លៃទាំងនោះនៅក្នុងអរិយធម៌បុរាណនោះទេជាសំណាងល្អខ្ញុំមានរូបរាងកាយមហាសមុទ្រគ្មានព្រំដែនរបស់ខ្ញុំសម្រាប់ស្រូបយកខ្ញុំអាចឈានទៅដល់កម្រិតសែនជីវិត 90000 ដងដូច្នេះខ្ញុំអាចមានថាមពលទាំងអស់នៅក្នុងរូបរាងកាយមហាសមុទ្រដាច់ស្រយាលគ្មានព្រំដែនមេគានៃថាមពលអមតៈមាន3កម្រិតវាស្ទើរតែមិនអាចទៅរួចនោះទេក្នុងការឈានទៅដល់កម្រិតទី3នោះលហ្វឹងបានគិតថាទោះបីជាវាពិបាកសម្រាប់គាត់ក្នុងការឈានទៅដល់កម្រិតទី3ក៏ដោយប៉ុន្តែគាត់នៅតែមានឱកាសម្យ៉ាងទៀតគាត់មានម៉ូដកនៃទន្លេដូនដងសម្រាប់មួយទៀតគាត់មានកន្លែងទទួលបានម៉ូដកគាត់អាចហ្វឹកហាត់នៅទីនោះហើយពេលវេលាដើរលឿនជាង 10000 ដងហើយរូបរាងកាយមហាសមុទ្រដាច់ស្រយាលរបស់គាត់គឺមានបច្ចេកទេសទទួលបានម៉ូដក2មួយគឺជាការផ្លាស់ប្ដូរមហាសមុទ្រនិងមួយទៀតគឺជាការបង្កើតបើសិនបើគាត់អនុវត្តបច្ចេកទេសទី2ជាមូលដ្ឋាននៃទម្រង់ជីវិតជាច្រើនហើយទីបំផុតថែមទាំងអាចបង្កើតទម្រង់ជីវិតផ្សេងទៀតផងចំពោះលោកម្ចាស់ចម្ងាយ9គាត់អាចបង្កើតពូជអម្បូរទាំងមូលដោយគាត់គ្រាន់តែជាម្ចាស់សកលលោកតែប៉ុណ្ណោះសូម្បីតែម្ចាស់សកលលោកកំពូលក៏មិនអាចបង្កើតពូជអម្បូរទាំងមូលបាននោះដែរប៉ុន្តែលោកម្ចាស់ចម្ងាយ9គឺគាត់បានគ្រប់គ្រងធ្វើដូច្នេះបានចំណែកលហ្វឹងក៏អាចធ្វើវាបានដែរដោយការពឹងផ្អែកទៅលើបច្ចេកទេសម៉ូដករបស់គាត់គឺជាការបង្កើតដោយផ្អែកទៅលើការទទួលម៉ូដកពីអរិយធម៌បុរាណបច្ចេកទេសទទួលម៉ូដកអាចធ្វើការវិភាគមូលដ្ឋានគ្រឹះនៃទម្រង់ជីវិតនិងការបង្កើតទម្រង់ជីវិតពិសេសដែលល្អបំផុតសម្រាប់ការសិក្សាសែនជីវិតជាមួយនឹងបច្ចេកទេសនេះគាត់គឺមានសង្ឃឹមខ្ពស់ក្នុងការឈានទៅដល់កម្រិតសែនជីវិត 90000 ដងដោយសារតែគាត់មានចំនួនជាច្រើនរួចមកហើយដូច្នេះគាត់ត្រូវតែប្រឹងប្រែងដល់ខ្លួនឯងនៅពេលនេះលហ្វឹងត្រូវសិក្សាពីទម្រង់ជីវិតទាំងអស់នៅក្នុងសកលលោកដើមទម្រង់ជីវិតរុក្ខជាតិទម្រង់ជីវិតសាច់ឈាមទម្រង់ជីវិតលោហៈទម្រង់ជីវិតថ្មទម្រង់ជីវិតថាមពលនិងទម្រង់ជីវិតផ្សេងៗជាច្រើនទៀតក្រៅពីសត្វដែលមានជីវិតទាំងអស់នោះគាត់ក៏ត្រូវការសិក្សាវត្ថុដែលគ្មានជីវិតនៅក្នុងសកលលោកដូចជាវត្ថុថ្មវត្ថុធាតុផ្លែឈើនិងវត្ថុចម្លែកគាត់ត្រូវសិក្សាពីទម្រង់ជីវិតនិងវត្ថុរាប់ពាន់លានវាគឺជាផ្លូវមួយដែលគាត់ត្រូវលះបង់ពេលវេលានិងថាមពលគ្មានទីបញ្ចប់ដើម្បីសិក្សាជីវិតនិងសម្ភារៈរាប់មិនអស់ហើយគាត់ត្រូវរកវិធីដើម្បីពង្រឹងថាមពលអមតៈរបស់គាត់ថែមទាំងត្រូវការស្វែងរករូបរាងកាយរបស់អ្នកចម្បាំងដ៏អស្ចារ្យផ្សេងទៀតជាច្រើនវាគឺពិតជាពិបាកខ្លាំងណាស់ល
ហ្វង់គាត់ប្រកាសថាគាត់នឹងក្លាយទៅជាព្រះពិតបើសិនបើគាត់ដើរតាមមាគ៌ាថាពររបស់ព្រះប៉ុន្តែគាត់មិនធានានោះទេថាគាត់អាចឈានដល់កម្រិតសិនជីវិតដល់ទៅ 90000 ដងនោះហើយគាត់មានឱកាសតែមួយតែប៉ុណ្ណោះហើយគាត់មានតែព្យាយាមតែប៉ុណ្ណោះបើសិនបើគាត់មិនអាចឈានដល់កម្រិតសិនជីវិត 90000 ដងមុនសម័យសកលលោកចប់នោះទេគាត់នឹងធ្វើការបំបីភ្លាមហើយគាត់នឹងក្លាយទៅជាព្រះពិតដោយមិនមានបញ្ហាអ្វីទាំងអស់លហ្វង់គាត់បានគិតថាគាត់គួរតែទៅមហាសមុទ្រសកលលោកដើម្បីប្រមូលវត្ថុចម្លែកនិងទម្រង់ជីវិតជាច្រើនទៀតឥឡូវនេះលហ្វង់និងគ្រូរបស់គាត់គឺកំពុងតែឈរនៅពីមុខគ្នានៅពេលនោះលហ្វង់ក៏បានប្រាប់ទៅកាន់គ្រូរបស់គាត់ថាគាត់នឹងទៅមហាសមុទ្រសកលលោកម្ចាស់ទីក្រុងក៏បានកលេចមើលទៅកាន់លហ្វង់ព្រមទាំងសួរលហ្វង់ថាមហាសមុទ្រសកលលោកមែនទេចំណែកលហ្វង់ក៏បានឆ្លើយប្រាប់ទៅកាន់គ្រូរបស់គាត់ថាគាត់ចង់ក្លាយទៅជាម្ចាស់សកលលោកកំពូលដូច្នេះគាត់ត្រូវតែប្រមូលវត្ថុចម្លែកជាច្រើនចំណែកម្ចាស់ទីក្រុងគាត់គឺពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហេតុអ្វីបានជាលហ្វង់ត្រូវការវត្ថុចម្លែកដើម្បីធ្វើជាម្ចាស់សកលលោកកំពូលទៅវត្ថុចម្លែកគឺស្ថិតនៅក្រោមកំណត់ទ្រព្យពិតដ៏ខ្ពង់ខ្ពស់បំផុតហើយពួកវាគឺពិតជាកម្រខ្លាំងណាស់ចំណែកលហ្វង់ក៏បានញញឹមបន្តិចហើយគាត់ក៏បាននិយាយថាលោកគ្រូគឺខ្ញុំមិនមានន័យថាវត្ថុចម្លែកបែបនោះទេខ្ញុំចង់មានន័យថារបស់ដែលពិសេសមិនចាំបាច់ជាអាវុធកំណត់ទ្រព្យពិតទេខ្ញុំគ្រាន់តែត្រូវការវាពិសេសសូម្បីតែថ្មពិសេសក៏គ្រប់គ្រាន់ដែរហើយពេលនោះម្ចាស់ទីក្រុងក៏បានកលេចមើលទៅកាន់លហ្វង់ព្រមទាំងសួរលហ្វង់ទាំងភ្ញាក់ផ្អើលថាតើឯងធ្វើការវឹកហាត់ដើរតាមថាមពលរបស់ព្រះមែនទេចំណែកលហ្វង់ក៏បានងក់ក្បាលចឹងទៅដោយផ្អែកទៅលើម៉ូដលពីអរិយធម៌បុរាណវាពិតជាលំបាកខ្លាំងណាស់ក្នុងការដើរតាមមាគ៌ាអំណាចរបស់ព្រះហើយបន្ទាប់មកលហ្វង់ក៏បានប្រាប់គ្រូរបស់គាត់ចាប់ពីពេលនេះតទៅរូបរាងកាយដើមរបស់គាត់និងរូបរាងកាយសត្វចម្លែកស្នេហ៍មាសនឹងស្ថិតនៅក្នុងមហាសមុទ្រសកលលោកហើយរូបរាងកាយម៉ូសារបស់ខ្ញុំព្រមទាំងរូបរាងកាយមហាសមុទ្រដែលសញ្ញារបស់គាត់គឺស្ថិតនៅក្នុងចក្រវាឡដើមហើយគាត់នឹងទុកផ្នែកព្រះបុរាណពីរនៅទីនេះពួកវាគ្រប់គ្រាន់ដើម្បីគ្របដណ្ដប់អ្វីៗគ្រប់យ៉ាងចំណែកម្ចាស់ទីក្រុងគាត់ក៏បានងក់ក្បាលចឹងទៅថាមិនអីនោះទេឯងអាចទៅបានដំណើរផ្សងព្រេងឆ្លងកាត់មហាសមុទ្រសកលលោកដែលឯងចង់បានជាការពិតណាស់ឯងគឺមានពំផ្កាយនិងទុកនេះភ្នោដូច្នេះឯងមានឱកាសប្រសើរជាងនៅក្នុងការរស់រានមានជីវិតពីគ្រោះថ្នាក់ផ្សេងហើយឯងក៏ត្រូវតែតាមដានអ្នកកុំខិត3នាក់ដែលពួកគេធ្វើឲ្យស្ថាបនិកពុទ្ធយៈស្លាប់ផងដែរចំណែកលហ្វង់ក៏បានងក់ក្បាលចឹងទៅហើយរឿងមួយនេះគឺវាជាប់ទៅទៅនឹងកំណត់ដើមផងដែរដែលបានប្រាប់ទៅកាន់សាលាព្រះដូនតាពួកគេហាក់បីដូចជាចង់ឲ្យយើងសម្លាប់អ្នកទាំង3សូម្បីតែកំណត់ដើមក៏ពាក់ព័ន្ធដែរឥឡូវនេះគាត់គិតថាគាត់មានគម្រោងដ៏ធំមួយនៅពីក្រោយរឿងនេះចំណែកម្ចាស់ទីក្រុងក៏បានប្រែប្រាំទៅកាន់លហ្វង់ចឹងទៅហើយលហ្វង់ត្រូវតែប្រុងប្រយ័ត្នចំណែកលហ្វង់ក៏បានញញឹមហើយបន្ទាប់មកក៏បានប្រាប់គ្រូរបស់គាត់ថាគាត់នឹងចាកចេញទៅកាន់មហាសមុទ្រសកលលោកនៅក្នុងពេលឥឡូវនេះហើយបន្ទាប់មកលហ្វង់ក៏បានហោះទៅឆ្ងាយហើយក៏បានបាត់ខ្លួនភ្លាមនៅក្នុងចន្លោះប្រហោងដ៏ធំមួយនៅខាងក្រៅទូកសកលលោកប៉ម9ជាន់មួយកំពុងតែដំណើរការទៅមុខហើយល្បឿនដ៏លឿនរបស់វាក៏បានបន្សល់ទុកនៅពន្លឺដ៏គួរភ្ញាក់ផ្អើលមួយនៅក្នុងផ្លូវរបស់វាដែលកំពុងតែធ្វើដំណើរមានដើមខ្មោចឈាមនៅខាងក្រោយខ្នងរបស់គាត់ខណៈពេលដែលគាត់បានមើលទៅឆ្ងាយហើយចុះពីថ្ងៃនេះទៅគាត់នឹងចំណាយពេល2/3ដើម្បីដើរជុំវិញទឹកដីដ៏គ្រោះថ្នាក់បំផុតទាំង3នៃមហាសមុទ្រសកលលោកហើយគាត់លែងជាលហ្វង់ដូចពីថ្ងៃមុនទៀតហើយឥឡូវនេះគាត់ខ្លាចទៅជាម្ចាស់សកលលោកហើយមានម្ចាស់សកលលោកជាច្រើនបានស្នាក់នៅជុំវិញតំបន់ជុំវិញទូកនេះភ្នោរយៈពេលជាយូរមកហើយប៉ុន្តែពួកគេពីច្រើនគឺស្ថិតនៅកម្រិតស្តង់ដារទី3ដល់ទី4តែប៉ុណ្ណោះនៅពេលនោះនៅចម្បាំងជាច្រើនបន្ទាប់ពីពួកគេបានឃើញប៉មផ្កាយពួកគេគឺពិតជាមានការភ្ញាក់ផ្អើលហើយអ្នកខ្លះថែមទាំងនិយាយថានោះវាគឺជាប៉មផ្កាយពីចក្រវាឡដំបូងខ្ញុំបានឮថានៅខាងក្នុងចក្រវាឡដំបូងត្រូវបានបែងចែកទៅជាក្រុមធំពីរមួយគឺជាជំរំកងកម្លាំងរូបរួមនិងជំរំមនុស្សត្រូវបានចូលរួមនៅក្នុងសង្គ្រាមចុងក្រោយដែលមិនធ្លាប់មានពីមុនមកប៉មផ្កាយបានឈរនៅក្នុងចក្រវាឡដ៏ចំណាស់យូរមកហើយប៉ុន្តែគ្មាននរណាម្នាក់អាចឲ្យវាទទួលស្គាល់ជាម្ចាស់បានឡើយតែនរណានឹងរំពឹងថាវាធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់មេដឹកនាំមីកាវេទៅក្រៅពីមេដឹកនាំមីកាវេក៏ជាអ្នកដែលទទួលបានមរតកពីជីវចរនៃទន្លេរ៉ុនដុងហេតុអ្វីបានជាគាត់សំណាងយ៉ាងនេះជាការពិតណាស់លហ្វង់មិនមានចេតនាលាក់បាំងអ្វីទាំងអស់នៅលើប៉មផ្កាយគាត់កំពុងតែគិតផ្លូវចូលទៅក្នុងទូកនេះភ្នោប្រកបណាស់នឹងមានអ្នកឃើញប៉មផ្កាយជាច្រើននៅក្នុងទូកនេះភ្នោនោះនៅពេលនោះក៏មានសម្លេងមួយបានប្រាប់ឲ្យរាយការណ៍ទៅកាន់បុព្វបុរសនៃពួកយំបោរបស់ពួកយើងថាមេដឹកនាំមីកាវេលហ្វង់មកពីចក្រវាឡដំបូងទើបតែបានចូលទៅក្នុងទូកនេះភ្នោតាមរយៈប៉មផ្កាយបន្ទាប់មកក៏មានមនុស្សម្នាក់មករាយការណ៍ទៅកាន់លោកម្ចាស់ពិតថាលហ្វង់គឺបានចូលទូកនេះភ្នោនិយាយទៅអ្នកចម្បាំងជាច្រើននៅពេលដែលពួកគេបានឃើញលហ្វង់ប្រើប្រាស់ប៉មផ្កាយចូលទៅក្នុងទូកនេះភ្នោពួកគេក៏បានរាយការណ៍ទៅកាន់ពួកយំបោរបស់ពួកគេចឹងទៅព័ត៌មានបានសាយភាយយ៉ាងលឿននៅក្នុងមហាសមុទ្រសកលលោកត្រឹមតែមួយថ្ងៃប៉ុណ្ណោះដំណឹងក៏បានសាយភាយទៅដល់សម័យចាប់កំណើតទាំង3និងដែនដីបរិសុទ្ធទាំងពីរយ៉ាងណាមិញចាប់តាំងពីលហ្វង់ទទួលបានមរតកនៃជីវចរនៃទន្លេរ៉ុនដុងគាត់ក៏បានក្លាយទៅជាកំណប់ទ្រព្យរបស់មនុស្សគ្រប់គ្នានៅក្នុងខ្សែភ្នែករបស់ពួកគេរបស់ក្រុមមហាអំណាចផ្សេងៗនៅក្នុងមហាសមុទ្រសកលលោកទាំងមូលប្រកបណាស់គឺពួកគេចង់បានមរតកពីលហ្វង់ដែលទទួលបានហើយរឿងតែមួយគត់នោះគឺពួកគេមិនមានលទ្ធភាពទទួលបានពួកវានៅពេលដែលលហ្វង់ត្រូវបានឡោមព័ទ្ធដោយក្រុមម្ចាស់សកលលោកកំពូលពួកគេម្នាក់ៗបានបញ្ចេញកម្លាំងប្រយុទ្ធនៅកម្រិតទី7ដល់ទៅទី8ហើយសូម្បីតែអ្នកខ្លះពួកគេបានបញ្ចេញកម្លាំងការផ្ទុះនៃកម្លាំងប្រយុទ្ធរបស់ពួកគេរហូតដល់ទៅលំដាប់ទី9ក៏ប៉ុន្តែពេលនោះវាមិនទាន់គ្រប់គ្រាន់ក្នុងការវិបហាទៅកាន់ទូកនៃភ្នោដដែលជាការពិតណាស់ជំរំមនុស្សទើបតែមានស្ថិរភាពហើយប៉មផ្កាយគឺជាកម្លាំងប្រយុទ្ធដ៏សំខាន់មួយដែលត្រូវបានគេនាំចូលទៅក្នុងទូកនៃភ្នោមែនទេហើយដូច្នេះតើវាចូលដោយ
បើចំហឬនិយាយទៅពូជម្បប់ផ្សេងៗពួកគេមានការភ្ញាក់ផ្អើលអញ្ចឹងណានៅពេលដែលពួកគេបានឃើញថាឡូហ្វឹងគឺប្រើប្រាស់ប៉មផ្កាយដើម្បីចូលទៅក្នុងទូកនៃភ្នៅដោយបើកចំហដោយមិនមានការលាក់បាំងអញ្ចឹងណាហើយពួកគេក៏បានគិតផងដែរថាហាក់បីដូចជាឡូហ្វឹងគឺពិតជាមានទំនុកចិត្តយ៉ាងខ្លាំងអំពីកម្លាំងនៃជំរំមនុស្សហើយបន្ទាប់មកក៏មានសម្លេងមួយចំនួនរបស់ពួកពាក់បរោះនៃជាតិសាសន៍មួយចំនួនក៏បានធ្វើការបញ្ជាទៅកាន់ពូជអម្បូររបស់ពួកគេក៏ដូចជាកូនចៅរបស់ពួកគេនៅក្នុងទូកនៃភ្នៅនឹងដើម្បីឲ្យធ្វើការតាមដានឡូហ្វឹងកុំឲ្យឡូហ្វឹងឃ្លាតឆ្ងាយពីខ្សែភ្នែករបស់ពួកគេឲ្យសោះចំណែកឡូហ្វឹងដែលកំពុងតែជិះនៅលើប៉មផ្កាយកំពុងតែចូលទៅក្នុងទូកនៃភ្នៅនៅពេលដែលគាត់បានធ្វើដំណើរចូលនៅក្នុងតំបន់ដ៏ជ្រៅនៃទូកនៃភ្នៅមិនមានមនុស្សអស្ចារ្យណាម្នាក់ហ៊ានបង្ករឿងជាមួយនឹងគាត់នោះទេយ៉ាងណាមិញនៅក្នុងនោះសុទ្ធតែជាម្ចាស់ស្កលលោកកំពូលធម្មតានិងម្ចាស់ស្កលលោកកំពូលបំផុតដែលពួកគេបានប្រមូលផ្តុំគ្នានៅក្នុងស្នូលឬយ៉ាងហោចណាស់នៅតំបន់ជុំវិញនៃស្នូលនៅក្នុងពេលនេះក្រុមមហាអំណាចទាំងអស់នៅក្នុងទូកនៃភ្នៅពួកគេបានដឹងថាឡូហ្វឹងគឺមានកំណត់ទ្រព្យប្រភេទជាវិមានកំណត់ទ្រព្យពិតប្រាកដមួយគឺជាប៉មផ្កាយនៅពេលដែលប៉មផ្កាយបានបញ្ចេញបច្ចេកទេសលេបតបាក់របស់វានោះមានតែអ្នកដែលនៅកម្រិតយ៉ាងហោចណាស់កម្រិតទី6ប៉ុណ្ណោះដែលជាអំណាចកម្រិតកំពូលទៅបានទប់ទល់នឹងវាបានចំណែកម្ចាស់ស្កលធម្មតានៅពេលដែលពួកគេបានចូលទៅជិតប៉មផ្កាយនោះពួកគេនឹងត្រូវបានស្រូបចូលភ្លាមៗទៅដល់ប៉មផ្កាយទី2ឡូហ្វឹងគឺមានកំណត់ទ្រព្យដែលប៉ះពាល់ទៅដល់ព្រលឹងហើយគាត់មានឆន្ទៈនៅកម្រិតកំពូលនៃម្ចាស់ស្កលលោកដូច្នេះហើយទៅម្ចាស់ស្កលលោកផ្សេងទៀតគឺពួកគេមិនហ៊ានរញ៉េរញ៉ៃជាមួយនឹងឡូហ្វឹងនោះទេនៅពេលបានដឹងរឿងទាំងអស់នេះរឿងទាំងពីរនេះហើយដែលធ្វើឲ្យម្ចាស់ស្កលលោកទាំងអស់មកពីក្រុមមហាអំណាចពួកគេមានការផិតភ័យយ៉ាងខ្លាំងចំពោះឡូហ្វឹងពេលវេលាបានកន្លងផុតទៅក្នុងមួយប្រព្រឹត្តភ្នែកឡូហ្វឹងបានស្ថិតនៅក្នុងទូកនៃភ្នៅរយៈពេល300ឆ្នាំគាត់ប្រហែលជាខ្លាំងប៉ុន្តែល្បឿនរបស់គាត់នៅតែមិនអាចលើសពីល្បឿនពន្លឺ100ដងឡើយដូច្នេះប្រសិនបើគាត់ចង់ធ្វើឲ្យបន្ទប់សម្ងាត់នៅក្នុងចន្លោះនៃសញ្ញាសម្ងាត់ពណ៌ខៀវគាត់នៅតែត្រូវការពេល700ឆ្នាំដើម្បីទៅដល់គោលដៅរបស់គាត់ខណៈពេលដែលម្ចាស់ស្កលលោកជាច្រើននៃក្រុមមហាអំណាចផ្សេងៗពួកគេបានស្ថិតនៅក្នុងភាពសពិចសពិលនៅពេលដែលឡូហ្វឹងបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងមហាសមុទ្រសកលលោកឥឡូវនេះពួកគេលែងព្រួយបារម្ភទៀតហើយនៅដើមដំបូងពួកគេមានការភ័យខ្លាចថាឡូហ្វឹងនឹងចាប់ផ្ដើមការសម្លាប់មនុស្សយ៉ាងណាមិញភ្នែកព្រះបុរាណមានសមត្ថភាពតាមតែប្រឈមមុខក្នុងតែមួយទិសតែប៉ុណ្ណោះចំណែកការរួមបញ្ចូលគ្នានៃភ្នែកព្រះបុរាណនិងប៉មផ្កាយគឺជាសបិនអាក្រក់ទៅដល់ម្ចាស់សកលលោកផ្សេងទៀតគឺពួកគេមិនចង់ជួបនោះទេហើយបើសិនបើពួកគេជួបឡូហ្វឹងដោយចៃដន្យនោះគ្មានផ្លូវដែលពួកគេនឹងមានពេលដើម្បីគេចចេញនោះទេនៅពេលដែលក្រុមម្ចាស់សកលលោកមួយចំនួនបានធ្វើការបុកទៅកាន់ប៉មផ្កាយដែលជិតមកដល់ដោយចៃដន្យនោះពួកគេទាំងអស់គ្នាមានអារម្មណ៍ថាភ័យខ្លាចយ៉ាងខ្លាំងទោះជាយ៉ាងណាក៏ដោយនៅពេលដែលប៉មផ្កាយឆ្លងកាត់ពួកគេដោយមិនវាយប្រហារនោះអារម្មណ៍របស់ពួកគេក៏មានអារម្មណ៍ថាធូរស្រាលបន្តិចជាមួយនឹងការកន្លងផុតនៃពេលវេលាជាពិសេសបន្ទាប់ពីជាង300ឆ្នាំបានកន្លងផុតទៅសូម្បីតែនៅពេលដែលឡូហ្វឹងបានឆ្លងកាត់ជាមួយនឹងម្ចាស់សកលលោកណាមួយក៏ដោយក៏គាត់នៅតែមិនវាយប្រហារដែរនេះបានធ្វើឲ្យម្ចាស់សកលលោកភិជាច្រើនពួកគេមានអារម្មណ៍ថាមានសុវត្ថិភាពឡូហ្វឹងបានឈរនៅក្នុងសាលនៃប៉មផ្កាយដោយកលេចមើលអណ្ដាតភ្លើងដែលឆេះមិនចេះចប់គាត់ក៏បានញញឹមបន្តិចព្រមទាំងនិយាយថាខ្ញុំមិនមែនជាមនុស្សល្ងងនោះទេខ្ញុំប្រហែលជាមានសមត្ថភាពសម្លាប់និងចាប់ម្ចាស់សកលលោកទាំងអស់នេះខ្ញុំប្រហែលជាមានជំនាញជាងម្ចាស់សកលលោកភិជាច្រើនប៉ុន្តែប្រសិនបើខ្ញុំសម្លាប់ដោយមិនដឹងខ្លួននោះខ្ញុំនឹងបង្កើតសត្រូវគ្រប់ទីកន្លែងជាការពិតណាស់បង្កើតសត្រូវគ្រប់ទីកន្លែងខ្ញុំមិនខ្លាចនោះទេប៉ុន្តែវានឹងនាំមកនូវគ្រោះថ្នាក់ដល់ពូជអម្បូរមនុស្សរបស់ខ្ញុំនិងសម្ព័ន្ធហងក្រុមមហាអំណាចផ្សេងៗនៃចក្រវាឡពួកគេធ្លាប់រួមកម្លាំងវាយលុកទៅលើទូកនេះភ្នៅគ្រប់គ្នាបានវាយលុកគ្នាទៅវិញទៅមកដោយមិនមានភាគីណាមួយចាញ់នោះទេចំណែកអ្នកចម្បាំងដ៏អស្ចារ្យមួយចំនួនពួកគេនៅតែបន្តរក្សាភាពជិតស្និទ្ធជាមួយនឹងឡូហ្វឹងប៉ុន្តែប្រសិនបើគាត់ធ្វើទរណកម្មក៏ដូចជាសម្លាប់ទៅកាន់ម្ចាស់សកលលោកនៃជាតិសាសន៍ដទៃនោះហើយមានម្ចាស់សកលលោកមួយចំនួនត្រូវបានសម្លាប់នោះជាលទ្ធផលពួកគេនឹងមានការសោកខ្ពើមកើតឡើងប្រកាសណាស់ឡូហ្វឹងមិនអនុញ្ញាតឲ្យខ្លួនឯងធ្វើសកម្មភាពល្ងងខ្លៅបែបនេះនោះទេឡូហ្វឹងបាននៅក្នុងពិភពខាងក្រៅអស់រយៈពេលជាង300ឆ្នាំមកហើយនៅក្នុងចន្លោះនៃការវឹកហាត់ជាង300ឆ្នាំសម័យកាលគាត់បានយល់ដឹងអំពីប៉មផ្កាយដែលបាននាំគាត់ទៅដល់ដែនកំណត់ចុងក្រោយរបស់គាត់វគ្គទី2នៃការកម្ចាត់គឺជាសំណុំមួយនៃចំណេះដឹងដែលបានវត្តបង់ទាំង3គឺពិបាកពេកគាត់មិនទាន់ចេះវាគ្រប់គ្រាន់នោះទេប៉ុន្តែគាត់ទទួលបានច្រើនពីប៉មផ្កាយដែលលើសពីគ្រប់គ្រាន់ទៅទៀតមុនពេលសមរភូមិសង្គ្រាមបានកើតឡើងនោះគឺគាត់បានយល់ដឹងត្រឹមតែ3សតវដំបូងនៃការឆ្លាតសម្ងាត់របស់ប៉មផ្កាយតែប៉ុណ្ណោះសម្រាប់កំណត់ទ្រព្យដ៏កំពូលធម្មតាសតវទី3ធម្មតានឹងឈានទៅដល់កម្រិតទី6ជាកម្រិតកំពូលនៃអំណាចប្រយុទ្ធសតវទី9គឺការឆ្លាតសម្ងាត់នឹងឈានទៅដល់កម្រិតទី7ដែលជាកម្រិតកំពូលនៃអំណាចប្រយុទ្ធសតវទី5គឺការឆ្លាតសម្ងាត់នឹងឈានទៅដល់កម្រិតទី8ដែលជាកម្រិតកំពូលនៃអំណាចប្រយុទ្ធចំណែកសតវទី6គឺជាការឆ្លាតសម្ងាត់នឹងឈានទៅដល់កម្រិតទី9គឺជាកម្រិតកំពូលនៃអំណាចប្រយុទ្ធនោះហើយគឺជាកម្រិតរបស់ស្ថាបនិកពុទ្ធិយៈសតវទី7គឺជាការឆ្លាតសម្ងាត់នឹងឈានទៅដល់កម្រិតទី10ដែលជាកម្រិតកំពូលនៃអំណាចប្រយុទ្ធហើយនោះគឺជាកម្រិតរបស់គ្រូដើមទោះជាយ៉ាងណាក៏ដោយទ្រព្យសម្បត្តិពិតដ៏កំពូលមួយចំនួនអាចនឹងមិនមានសតវទី7នៃការឆ្លាតសម្ងាត់នៅលើវានោះទេការចាត់ថ្នាក់នៃសមត្ថភាពជាធម្មតាអាចត្រូវបានកំណត់តាមវិធីទាំងអស់នេះប៉ុន្តែប៉មផ្កាយគឺខុសគ្នា3សតវដំបូងនៃប៉មផ្កាយត្រូវបានគេចាត់ទុកជាធម្មតាដែលសតវទី3ស្ថិតនៅក្នុងកម្រិតទី6ជាកម្រិតកំពូលនៃកម្លាំងប្រយុទ្ធសតវទី4កម្រិតទី7ជាកម្រិតកំពូលនៃកម្លាំងប្រយុទ្ធចំណែកសតវទី5ជាកម្រិតទី8ជាកម្រិតកំពូលនៃកម្លាំងប្រយុទ្ធសតវទី
6ជាកម្រិតទី8ជាកម្រិតកម្ពស់នៃកម្លាំងប្រយុទ្ធស្រទាប់ទី7ជាកម្រិតទី9ដែលជាកម្រិតកម្ពស់នៃកម្លាំងប្រយុទ្ធចំណែកស្រទាប់ទី8ជាកម្រិតទី9ដែលជាកម្រិតកម្ពស់នៃកម្លាំងប្រយុទ្ធផងដែរហើយស្រទាប់ទី9គឺជាកម្រិតទី10ជាកម្រិតកម្ពស់នៃកម្លាំងប្រយុទ្ធនិយាយទៅនឹងគឺជាការបែងចែកនៃចំណាត់ថ្នាក់នៃប៉មផ្កាយអញ្ចឹងណាសម្រាប់ពេលនេះលោកហ្វង់អាយដលឃើញថាពលរបស់វារហូតដល់ទៅស្រទាប់ទី9បន្ទាប់ពីនោះអ្វីៗដែលគាត់បានដឹងគឺគ្រាន់តែមិនច្បាស់លាស់តែប៉ុណ្ណោះជាការពិតណាស់សម្រាប់ពេលនេះប៉មផ្កាយមានសមត្ថភាពពេញលេញនៅក្នុងការអនុវត្តកម្លាំងប្រយុទ្ធនៅស្រទាប់ទី5ដែលជាកម្រិតដែលលោកហ្វង់ទទួលបានការយល់ដឹងពេញលេញបន្ទាប់ពីចំណាយពេល600សម័យដើម្បីយល់ពីវាពីភាពខ្លាំងរបស់វាក្នុងមួយអព្រិចភ្នែកលោកហ្វង់បាននៅក្នុងទូកនេះភ្នោអស់រយៈពេលជាង400ឆ្នាំមកហើយនៅតំបន់មហាសមុទ្រវេភក់នៅក្នុងតំបន់ខាងក្នុងនៃទូកសកលលោកមហាសមុទ្រវេភក់ពណ៌បៃតងកំពុងតែបង្កើតទៅជាទឹកគូចដ៏មហិមាជាច្រើនដែលកំពុងតែហែកអ្វីៗទាំងអស់ដោយដាច់ដោយឡែកនៅក្នុងមហាសមុទ្រវេភក់គឺជាថ្មពណ៌ប្រាស់ទឹកក្រហមដ៏ធំដែលមានអង្កត់ផ្ចិតធំបំផុតរបស់វាគឺប្រហែលជា900លានគីឡូម៉ែត្រនៅលើថ្មពណ៌ប្រាស់ទឹកក្រហមនេះមានម្ចាស់សកលលោកចំនួន12ពួកគេទាំងអស់កំពុងតែសម្លឹងទៅឆ្ងាយមានទឹកគូចជាច្រើនដែលបង្កើតឡើងដោយមហាសមុទ្រវេភក់ហើយវាទាំងអស់បានបង្រួបបង្រួមគ្នាដើម្បីបង្កើតឲ្យមានទឹកគូចដ៏ធំមួយហើយនៅទីឆ្ងាយគឺជាស្នូលនៃទឹកគូចដ៏ធំបំផុតរាល់ពេលដែលកំណប់ទ្រព្យបានកើតឡើងនៅក្នុងមហាសមុទ្រវេភក់វានឹងក្លាយទៅជាកំណប់ទ្រព្យដ៏ពិតប្រាកដមួយវាប្រហែលជាដែនកំពូលប្រភេទវិមានឬក៏ប្រភេទកំណប់ទ្រព្យដ៏មានតម្លៃជាច្រើនទៀតម្ចាស់សកលលោកទាំង12នាក់ពួកគេសុទ្ធតែមកពីក្រុមហាមណៃផ្សេងៗពួកគេកំពុងតែសម្លឹងមើលទៅទីនោះភ្លាមក៏មានពន្លឺមួយបានហោះកាត់ទៅក្នុងល្បឿនយ៉ាងលឿនពីចម្ងាយម្ចាស់សកលលោកនៃពូជអម្បូរផ្សេងៗនៅលើថ្មពណ៌ប្រាស់ទឹកពួកគេគឺពិតជាមានកាប់ឆាប៉ាល់នេះគឺជាពេលវេលាដ៏គ្រោះថ្នាក់បំផុតនៃមហាសមុទ្រវេភក់នៅពេលនេះតើអ្នកណាទៅដែលហ៊ានឡើងទៅលើមេឃនៅក្នុងការហោះហើរតើគេគឺពិតជាមិនព្រួយបារម្ភអំពីការត្រូវបានបកចូលទៅក្នុងទឹកមហាសមុទ្រវេភក់ទេឬអត់ទេនោះគឺជាប៉មផ្កាយទេឬប៉ម9ជាន់វាគឺជាប៉មរបស់ Milky Way លោកហ្វាំងគ្មានអ្វីចម្លែកនោះទេដែលគាត់ហ៊ានប្រើប្រាស់វាដោយផ្ទាល់វាគឺដោយសារតែគាត់មានវិមានដ៏អស្ចារ្យបំផុតបើសិនបើខ្ញុំមានមួយខ្ញុំក៏ហ៊ានបញ្ជូនខ្លួនរបស់ខ្ញុំត្រង់ទៅកាន់តំបន់ជ្រៅបំផុតនៃមហាសមុទ្រវេភក់ផងដែរនិយាយទៅម្ចាស់សកលលោកផ្សេងទៀតពួកគេបាននិយាយគ្នាអញ្ចឹងណាក៏ដូចជាបានគិតក្នុងចិត្តអញ្ចឹងទៅម្ចាស់សកលលោកទាំងអស់នេះពួកគេគឺសុទ្ធតែមានការភ្ញាក់ផ្អើលប៉ុន្តែមិនមាននរណាម្នាក់ក្នុងចំណោមពួកគេមានចេតនារត់គេចឬក៏លាក់ខ្លួននោះទេនៅពេលដែលលោកហ្វង់ទៅតែចូលទុកនៅភ្នោពេលដែលពួកគេបានឃើញគាត់ពួកគេទំនងជាប្រកាសជារត់គេចដើម្បីរស់រានមានជីវិតប៉ុន្តែឥឡូវនេះអ្នករកគ្នាបានដឹងផងដែរថាលោកហ្វង់មិនមានចេតនាសម្លាប់អ្នកចម្បាំងដ៏អស្ចារ្យណាម្នាក់ទៀតនោះទេហើយក៏គ្មាននរណាម្នាក់ឮផងដែរថាលោកហ្វង់បានសម្លាប់នរណាម្នាក់នោះចំណែកម្ចាស់សកលលោកទាំង12នាក់នៅលើថ្មពណ៌ប្រាស់ទឹកនោះពួកគេបានឃើញប៉មផ្កាយកំពុងតែហោះមកហើយវាកំពុងតែមករកយើងហើយវាមកដល់ហើយម្ចាស់សកលលោកទាំងអស់នោះពួកគេខ្លះជាទម្រង់ជីវិតរុក្ខជាតិខ្លះជាទម្រង់ជីវិតថាមពលឬក៏ទម្រង់ជីវិតសាច់ទាំងឈាមពួកគេគឺពិតជាមានការភ្ញាក់ផ្អើលមួយសន្ទុះក្រោយមកពួកគេក៏ចាប់ផ្ដើមភ័យស្លន់ស្លោបើសិនបើមេដឹកនាំមីកវេនេះមិនមានចេតនាអ្វីនោះហើយបើមិនជាគាត់បំវាយទិសដៅរបស់គាត់មករកពួកគេអញ្ចឹងប៉ុន្តែលើនេះទោះបីជាពួកគេចង់រត់គេចក៏មានអារម្មណ៍ថាយឺតពេលហើយដោយសារតែពួកគេនៅជិតមហាសមុទ្រវេភក់បំផុតដូច្នេះពួកគេមិនហ៊ានសំបីតែហោះហើរនៅពីលើមេឃពីលើមហាសមុទ្រវេភក់និយាយទៅម្ចាស់សកលលោកផ្សេងទៀតពួកគេគឺមិនហ៊ានហោះហើរពីលើមហាសមុទ្រវេភក់នោះទេដោយសារតែពួកគេខ្លាចមហាសមុទ្រវេភក់បង្កើតទៅជាព្យុះបបោកពួកគេចូលទៅក្នុងមហាសមុទ្រវេភក់អញ្ចឹងណាក៏ប៉ុន្តែលោកហ្វង់គឺគាត់ហ៊ានដោយសារតែគាត់មានប៉មផ្កាយចំណែកទម្រង់ជីវិតមួយនៅពេលនោះគាត់ក៏បានស្រែកថាមេដឹកនាំមីគីវេកំណត់ទ្រព្យពិតនឹងកាត់ចេញពីមហាសមុទ្រវេភក់ពួកយើងសុខចិត្តបកគលវាឲ្យទៅលោកទៅចុះចំណែកប៉មផ្កាយរបស់លោកហ្វង់ក៏បានបន្ថយល្បឿនបន្តិចម្ដងហើយក៏បានហោះទៅកន្លែងជាក់លាក់មួយនៅពីលើថ្មពណ៌ប្រាស់ទឹកពីទ្វារចំហៀងមួយនៅមូលដ្ឋានប៉មផ្កាយលោកហ្វង់ក៏បានហោះចេញមកយឺតដែលគាត់ពាក់អាវក្រោះពណ៌ប្រាក់និងមានស្លាបប្រាក់ចំនួន4លាតសន្ធឹងពីក្រោយគាត់ក៏បានក្លែកមើលជុំវិញនៅពេលដែលគាត់បានចុះមកម្ចាស់សកលលោកទាំង11នាក់ផ្សេងទៀតពួកគេមិនមានហេតុផលអ្វីដែលព្រួយបារម្ភនោះទេដោយសារតែពួកគេនៅទីនេះនៅពេលនោះម្រាមដៃរបស់លោកហ្វង់ក៏បានចង្អុលទៅកាន់ម្ចាស់សកលលោកម្នាក់ក្នុងចំណោម12នាក់ភ្លាមនោះម្ចាស់សកលលោកទាំង11នាក់ផ្សេងទៀតពួកគេក៏បានងាកមើលថានោះគឺជានរណាជាអ្នកដែលមានសំណាងទៅភ្នែករបស់ពួកគេក៏បានធ្លាក់ទៅលើយក្សផ្គរលាន់នៅខ្ពស់មួយដែលមានដុំភ្នែកបន្ទោនៅលើទ្រូងរបស់គាត់ទឹកមុខរបស់គាត់គឺពោពេញទៅដោយការភ័យស្លន់ស្លោនិងភ័យខ្លាចចំណែកយក្សផ្គរលាន់នោះក៏បានមើលជុំវិញហើយម្ចាស់សកលលោកទាំង11នាក់ដែលនៅជុំវិញគាត់ពួកគេក៏ព្យាយាមនៅឆ្ងាយពីគាត់ហើយម្ចាស់សកលលោកទាំង11នាក់នោះពួកគេក៏បានគិតផងដែរថាប្រហែលជាលោកហ្វង់គឺកំពុងតែស្វែងរកយក្សផ្គរលាន់នេះសម្រាប់បញ្ហាផ្ទាល់ខ្លួនរបស់គាត់លោកហ្វង់បានសម្លឹងមើលយក្សផ្គរលាន់ដែលយក្សផ្គរលាន់នឹងគឺមកពីពូជអម្បូរផ្កាយផ្គរលាន់ដែលគាត់មានរហស្សនាមថាម្ចាស់សកលលោកភ្នែកបន្ទោលនៅពេលនោះនៅពេលដែលបានឃើញលោកហ្វង់ដើរទៅរកគេនោះម្ចាស់សកលលោកភ្នែកបន្ទោលបាននិយាយទាំងភ័យរន្ធត់គាត់ក៏បាននិយាយឡើងត្រដត់ថាខ្ញុំនិយាយទៅគឺគាត់និយាយទាំងភ័យតែម្ដងអញ្ចឹងណាគាត់ក៏បាននិយាយថាមេដឹកនាំមីកវេខ្ញុំមិនដែលបានឃើញលោកពីមុនមកនោះទេហើយពួកយើងក៏គ្មានគំនុំរវាងពួកយើងទាំងពីរនោះដែរហើយហេតុអ្វីបានជាលោកកំណត់គោលដៅមករកខ្ញុំអញ្ចឹងនៅពេលនោះលោកហ្វង់ហាក់បីដូចជាសោកចំអកបន្តិចគាត់ក៏បាននិយាយថាគ្មានការខឹងឬសោកមែនទេពិតណាស់គឺពិតជាមានបើមិនដូច្នេះទេហេតុអ្វីជាខ្ញុំ
ខ្ញុំដាក់គោលដៅមករកឯងទៅចំណែកម្ចាស់សកលលោកផ្សេងទៀតពិតណាស់ពួកគេប្រហែលជាស្គាល់លោកម្ចាស់ផ្នែកបន្ទោលនេះក៏ប៉ុន្តែពួកគេក៏ជាគូប្រកួតប្រជែងក្នុងការដណ្ដើមនៅកំណប់ទ្រព្យពិតប្រាកដដែលបានកាត់ឡើងផងដែរហើយពិតណាស់ពួកគេគឺពិតជាសប្បាយចិត្តនៅពេលដែលបានឃើញឡូហ្វឹងតម្រង់គោលដៅទៅកាន់លោកម្ចាស់ផ្នែកបន្ទោលនេះហើយពួកគេក៏បានដឹងផងដែរថាឡូហ្វឹងគឺពិតជាមានអំណាចប៉ុណ្ណាដូច្នេះគ្មាននរណាម្នាក់ក្នុងចំណោមពួកគេហ៊ានចោទទៅជ្រៀតជ្រែកឡើយដោយសារតែពួកគេម្នាក់ៗមិនចង់នាំបញ្ហាមកលើខ្លួនរបស់ពួកគេនោះទេនៅពេលនោះលោកម្ចាស់ផ្នែកបន្ទោលគាត់ក៏បាននិយាយទាំងរដិតថាមេដឹកនាំមីកាវេខ្ញុំចំណែកឡូហ្វឹងក៏បាននិយាយកាត់ដោយគាត់បាននិយាយថាមិនចាំបាច់និយាយអ្វីទាំងអស់បន្ទាប់មកគាត់បានស្រែកថាចូលទៅរំពេចនោះប្រហោងខ្មៅមួយក៏បានលេចឡើងនៅខាងក្រោមប៉មផ្កាយហើយវាក៏ចាប់ផ្ដើមលេបតបាក់យ៉ាប់កូឡននោះចំណែកយ៉ាប់កូឡនក៏ព្យាយាមស្រែកហើយប្រឹងចេញមកវិញដោយគាត់បានស្រែកថាទេហើយយ៉ាប់កូឡននោះក៏បានស្រែកបន្ថែមទៀតថាគឺខ្ញុំមកពីផ្កាយរន្ទះចំណែកបុព្វបុរសរបស់ខ្ញុំគឺជាលោកម្ចាស់ផ្កាយរន្ទះឡូហ្វឹងប្រសិនបើលោកសម្លាប់ខ្ញុំលោកនឹងក្លាយទៅជាសត្រូវរបស់ផ្កាយរន្ទះព្រមទាំងលោកម្ចាស់ផ្កាយរន្ទះដ៏អស្ចារ្យទោះបីជាយ៉ាប់កូឡនតស៊ូប្រឆាំងនឹងថាពលលេបតបាក់ក៏ដោយក៏គាត់នៅតែត្រូវបានឈ្មោះទៅកាន់មូលដ្ឋាននៃប៉មផ្កាយដដែលទីបំផុតគាត់ក៏ត្រូវបានស្រូបចូលទាំងស្រុងហើយហេតុការណ៍មួយនេះគឺធ្វើឲ្យម្ចាស់សកលលោកទាំង11នាក់នៃជាតិសាសន៍ផ្សេងទៀតពួកគេមានការភ័យខ្លាចពួកគេគឺនៅស្ងៀមគឺមិនហ៊ានធ្វើអ្វីនោះទេពួកគេគ្រប់គ្នាគឺមានការភ័យខ្លាចពួកគេបានដឹងថាឡូហ្វឹងគឺពិតជាមានថាពលខ្លាំងក៏ប៉ុន្តែពួកគេគឺនៅតែភ័យខ្លាចហើយអ្នកខ្លះក៏បាននិយាយថានោះឡូហ្វឹងគឺគេឈ្គួរដែរគាត់គ្មានការគោរពចំពោះលោកម្ចាស់ផ្កាយរន្ទះដ៏អស្ចារ្យនោះទេដែលជាម្ចាស់សកលលោកដ៏កំពូលដ៏អស្ចារ្យបំផុតដែលមកពីសម័យចក្រវាឡដំបូងឡើយសូម្បីតែពូជសាសន៍ដូចជាពូជចម្បោផ្នែកទេវភាពក៏មិនចង់ធ្វើជាសត្រូវនៃពូជចម្បោផ្គាល់នោះដែរហើយមានតែអ្នកចម្បាំងតិចតួចប៉ុណ្ណោះដែលមានថាពលខ្លាំងដ៏អស្ចារ្យចំណែកឡូហ្វឹងបានកាន់ប៉មផ្កាយពេលនោះគាត់ក៏បានបោះជំហានទៅលើដីហើយមើលជុំវិញម្ចាស់សកលលោកដែលនៅជុំវិញគាត់ម្ចាស់សកលលោកទាំងអស់នេះភាគច្រើនស្ថិតនៅកម្រិតទី5ហើយអ្នកដែលខ្សែបំផុតគឺនៅកម្រិតកំពូលទី4នៅពេលនោះឡូហ្វឹងក៏បាននិយាយថាគឺគាត់ចាប់លោកម្ចាស់ផ្នែកបន្ទោលគឺដោយសារតែលោកម្ចាស់ផ្កាយរន្ទះដ៏អស្ចារ្យហើយគាត់ក៏បានប្រាប់ម្ចាស់សកលលោកដែលនៅជិតនោះឲ្យផ្សព្វផ្សាយនៅព័ត៌មាននេះនិងប្រាប់អ្នករាល់គ្នាថាគាត់ស្នាក់នៅកណ្ដាលនៃមហាសមុទ្រវេភក់ហើយរងចាំនៅទីនេះរយៈពេល10ឆ្នាំបើសិនបើលោកម្ចាស់ផ្កាយផ្គរលន់ដ៏អស្ចារ្យមិនបង្ហាញខ្លួននោះទេក្នុងរយៈពេល10ឆ្នាំគាត់នឹងធ្វើការសម្លាប់ទៅកាន់លោកម្ចាស់ផ្នែកបន្ទោលបន្ទាប់មកឡូហ្វឹងក៏បានកលេចមើលជុំវិញចំណែកម្ចាស់សកលលោកដែលនៅជិតនោះពួកគេក៏បានប្រាប់មេដឹកនាំមីកាវេផងដែរថាពួកគេនឹងផ្សព្វផ្សាយព័ត៌មាននេះឲ្យប្រកាសនិយាយទៅម្ចាស់សកលលោកទាំងអស់នោះគឺពួកគេមិនហ៊ានប្រឆាំងជាមួយនឹងឡូហ្វឹងនោះទេគឺពួកគេស្ដាប់បង្គាប់អញ្ចឹងណាភ្លាមឡូហ្វឹងក៏បានយកប៉មផ្កាយចុះចតនៅលើដីហើយភ្លាមនោះវាក៏បានក្លាយទៅជាធំជាងមុនដែលឈានទៅដល់កម្ពស់100លានគីឡូម៉ែត្រដែលឈរនៅកណ្ដាលនៃថ្មប៉ប្រះទឹកដ៏ធំឡូហ្វឹងក៏បានចូលទៅក្នុងប៉មផ្កាយហើយចាប់ផ្ដើមរងចាំចំណែកម្ចាស់សកលលោកផ្សេងទៀតពួកគេក៏បានឆ្ងល់ផងដែរថាហេតុអ្វីបានជាឡូហ្វឹងតាំងខ្លួនចង់ក្លាយទៅជាសត្រូវរបស់លោកម្ចាស់ផ្កាយរន្ទះអញ្ចឹងចំណុចស្នូលនៃវិស័យកំពូលភ្នំលំហៀងនៅតំបន់ទឹករលកចំនួន 10000 ដែលជាតំបន់ជិតនិងដែនដីនៃភាពងងឹតនៅក្នុងថ្ងៃដដែលនេះដំណឹងនេះក៏ត្រូវបានផ្សព្វផ្សាយតំបន់ទឹករលកចំនួន 10000 គឺជាតំបន់មួយនៅក្នុងស្នូលនៃវិស័យកំពូលភ្នំលំហៀងហើយវាល្បីល្បាញដោយសារតែការបំផុសរបស់វាទោះជាមានកំណត់ទ្រព្យដ៏អស្ចារ្យក៏ដោយក៏វាពិបាកនៅក្នុងការចេញទៅក្រៅប្រសិនបើវាបាត់បង់ជាការពិតណាស់វាមានសវត្ថភាពជាដែនដីនៃភាពងងឹតទៅទៀតនៅក្នុងយានបុរាណមួយបានអណ្ដែតនៅលើទឹករលកមានអ្នកចម្បាំងដ៏អស្ចារ្យកំពុងតែអង្គុយនៅក្នុងនោះគឺចំនួន3នាក់ដែលមួយគឺជាសត្វភ្នំយក្សគឺជាសត្វដែកនិងផ្គរលន់យក្សពួកគេគឺជាអ្នកលេចធ្លោទាំង3មកពីសម័យចក្រវាឡដំបូងបង្អស់ហើយបន្ទាប់មកពួកគេក៏បានដំណឹងអំពីការចាប់ខ្លួនរបស់លោកម្ចាស់ផ្នែកបន្ទោលហើយឥឡូវនេះអ្នកដែលបានចាប់ខ្លួនគឺបានផ្សព្វផ្សាយដំណឹងថាគាត់នឹងរងចាំនៅក្នុងមហាសមុទ្រវេភក់ក្នុងរយៈពេល10ឆ្នាំហើយ10ឆ្នាំគឺគ្រប់គ្រាន់សម្រាប់ម្ចាស់សកលលោកកំពូលដើម្បីទៅដល់មហាសមុទ្រវេភក់ពីគ្រប់ទិសទីនៅក្នុងមហាសមុទ្រសកលលោកនិយាយទៅសម្លេងដែលបាននិយាយនោះគឺជាសម្លេងរបស់អន្តរិកសេនជីនៅពេលនោះអន្តរិកសេនជីក៏បានស៊ូដោយផ្ទាល់ទៅកាន់លោកម្ចាស់ផ្កាយរន្ទះដ៏អស្ចារ្យថាគាត់ទៅអត់អញ្ចឹងណាចំណែកម្នាក់ទៀតដែលជាព្រះរន្តាត្រាកនរ៉ុកគាត់ក៏បាននិយាយផងដែរថារន្ទះដ៏អស្ចារ្យបើសិនបើឯងមិនទៅនោះទេវានឹងក្លាយទៅជារឿងកំប្លែងទោះជាយ៉ាងណាក៏ដោយបញ្ហាដែលកំពុងតែដោះស្រាយគឺមានសារៈសំខាន់បំផុតនិយាយទៅដោយសារតែពួកគាត់មានភាពស្និទ្ធស្នាលនឹងគ្នាអញ្ចឹងទៅបានជាពួកគាត់ហៅឈ្មោះគ្នាតែម្ដងអញ្ចឹងទៅហើយបន្តមកពួកគាត់ទាំង3នាក់ក៏បានពិភាក្សាគ្នាបន្តិចបន្តួចអញ្ចឹងទៅមុនពេលដែលពួកគាត់សម្រេចចិត្តថាទៅឬអត់នៅពេលនោះទាំងបុព្វបុរសត្រាកនរ៉ុកនិងអាត្រិចសេនជីពួកគាត់ក៏បានកវីក្បាលហើយពួកគាត់ក៏បានគិតផងដែរថាសូម្បីតែក្រុមម្ចាស់សកលលោកកំពូលមួយក្រុមរួមគ្នាក៏មិនអាចធ្វើបាបឡូហ្វឹងផងដែរហើយពួកគេក៏បានគិតផងដែរថាតើឡូហ្វឹងដឹងដែរទេថាការស្លាប់របស់ស្ថាបនិកពុទ្ធយៈគឺជាប់ពាក់ព័ន្ធជាមួយនឹងពួកគេនោះហើយនេះហើយប្រហែលជាមូលហេតុដែលឡូហ្វឹងកំណត់គោលដៅមករកពួកគេនោះបន្ទាប់មកលោកម្ចាស់ផ្កាយរន្ទះដ៏អស្ចារ្យគាត់បានយកវិមានកំណត់ទ្រព្យពិតហើយក៏បានហោះទៅឆ្ងាយដូចជាពន្លឺដោយគាត់បាននិយាយថាគាត់នឹងទៅដោះស្រាយជាមួយនឹងឡូហ្វឹងហើយគាត់នឹងត្រឡប់មកវិញឆាប់ៗនេះចំណែកលោកម្ចាស់សិនជីនិងបុព្វបុរសត្រាកនរ៉ុកគាត់ក៏បានធ្វើការចេញបញ្ជាភ្លាមទៅកាន់ម្ចាស់សកលលោកនៃពូជអម្បូររបស់ពួកគាត់ចំពោះអាត្រិសិនជីភ្លាមគាត់ក៏ធ្វើការចេញបញ្ជាដោយប្រប៉ាស់រូបតំណាង
របស់គាត់នៅក្នុងចក្រវាឡតូចមួយហើយចំណែកបុព្វបុរសត្រកនរកក៏ដូចគ្នាផងដែរហើយមានក៏សូមអធិស្ឋានផងដែរចំពោះសម្លេងរំខានដោយសារតែនៅចិត្តបន្ទប់របស់មានគឺមានគេកំពុងតែផ្សារដែរអញ្ចឹងណាអញ្ចឹងហើយបើសិនមានសម្លេងរំខានសង្ឃឹមថាអ្នកក្លាហានទាំងអស់គ្នាយកយល់អធិស្ឋានផងដែរណាអូខេយើងបន្តសាច់រឿងរបស់យើងជាបន្តទៀតដោយបុគ្គលទាំងពីរនេះក៏បានធ្វើការបញ្ជាឲ្យម្ចាស់សកលលោកដែលនៅខាងក្នុងទូកនេះភ្នោសូមចាក់ចេញពីទូកនេះភ្នោឲ្យបានឆាប់តាមដែលធ្វើទៅបានហើយបើសិនបានអ្នកណាមិនចាក់ចេញពីទូកនេះភ្នោគឺត្រូវលាក់ខ្លួននៅក្នុងកន្លែងសម្ងាត់មួយចំនួននៅក្នុងទូកនេះភ្នោហើយឲ្យម្ចាស់សកលលោកទាំងនោះព្យាយាមគ្រប់យ៉ាងដើម្បីជៀសវាងពីលោហ្វាំងពេលវេលាបានកន្លងផុតទៅប៉មផ្កាយបានឈរនៅចំកណ្ដាលនៃមហាសមុទ្រវេភក់នៅលើថ្មពប្រះទឹកប៉ុន្តែមានម្ចាស់សកលលោក13អ្នករួចមកហើយជាស្ដែងទ្រព្យសម្បត្តិពិតដ៏កំពូលមួយចំនួននឹងបានកើតនៅក្នុងមហាសមុទ្រវេភក់នៅក្នុងពេលឆាប់ៗមានអ្នកចម្បាំងដ៏អស្ចារ្យពួកគេបានដឹងអំពីរឿងទាំងនេះផងដែរចំពោះដែនដីបរិសុទ្ធព្រះច័ន្ទពណ៌ស្វាយវិញសម្លេងមួយរបស់ម្ចាស់សកលលោកដែលមកពីដែនដីបរិសុទ្ធព្រះច័ន្ទពណ៌ស្វាយដែលមានមុខ3និងដៃ8គាត់ក៏បាននិយាយថាភីស៊ីងលោកបានឈានទៅដល់កម្រិតទី8ហើយដូច្នេះលោកគឺអាចចេញពីទឹកដីបរិសុទ្ធបានចំណែកបរិសុទ្ធដែលមានមុខ4និងដៃ16ក៏បាននិយាយផងដែរថាទីបំផុតគឺលោកអាចទៅមហាសមុទ្រសកលលោកបានហើយទឹកមុខទាំង4របស់គាត់មើលទៅគឺពិតជារំភើបហើយគាត់ក៏បានបន្តទៀតថាគឺខ្ញុំបានឮច្រើនអំពីមហាសមុទ្រសកលលោកប៉ុន្តែខ្ញុំមិនអាចទៅមុនបាននោះទេវាពិតជាអស្ចារ្យខ្លាំងណាស់នៅពេលនោះដោយចិត្តរំភើបខ្លាំងពេកគាត់ក៏បានចាប់ផ្ដើមហោះហើរចេញដូចជាពន្លឺភ្លើងពេលខ្លះគាត់ក៏បានធ្វើការ teleport ហើយពេលខ្លះក៏បានហោះហើរនៅក្នុងល្បឿនយ៉ាងលឿនមិនយូរប៉ុន្មានគាត់ក៏បានចាក់ចេញពីដែនដីបរិសុទ្ធព្រះច័ន្ទពណ៌ស្វាយគាត់ក៏បានកលេចមើលលំហូរខ្យល់ជុំវិញដល់ច្បុកច្បល់គាត់ក៏បាននិយាយផងដែរថាមហាសមុទ្រសកលលោកបរិសុទ្ធមុខ4ដែលមានដៃ16មុខរបស់គាត់គឺពិតជាត្រេកអរគឺគាត់បាននៅក្នុងដែនដីបរិសុទ្ធព្រះច័ន្ទពណ៌ស្វាយអស់រយៈពេល18សម័យកាលមកហើយទីបំផុតគាត់ក៏បានចូលទៅក្នុងមហាសមុទ្រសកលលោកនេះគឺជាមហាសមុទ្រសកលលោកម្ចាស់សកលលោកថ្មីគឺជាលោកម្ចាស់ភីស៊ីងគាត់គឺពិតជារំភើបចិត្តនៅក្នុងកំឡុងពេលប្រយុទ្ធដើម្បីទទួលបានមរតកនៃទន្លេរ៉ុនដុងលោកម្ចាស់ក្តាននិងម្ចាស់សកលលោកផ្សេងទៀតពួកគេបានស្លាប់ដូច្នេះហើយគាត់ក៏មានឱកាសក្លាយទៅជាម្ចាស់សកលលោកនិយាយទៅក្នុងកំឡុងពេលប្រយុទ្ធដើម្បីទទួលបានមរតកនៃទន្លេរ៉ុនដុងនៅពេលនោះគឺលោកម្ចាស់ភីស៊ីងនឹងគឺគ្រាន់តែជាកម្រិតនៃប្រយុទ្ធសកលលោកតែប៉ុណ្ណោះនៅពេលនោះលោកម្ចាស់ភីស៊ីងគាត់ក៏បានបើកស្លាបរបស់គាត់តែស្លាបរបស់គាត់គឺជាស្លាបពណ៌ខ្មៅព្រមទាំងឈុតពាសដែកខ្មៅគ្របដណ្ដប់ទៅលើរូបរាងកាយរបស់គាត់នៅពេលដែលគាត់បានសម្លឹងទៅកាន់ទីឆ្ងាយគឺជាកន្លែងដែលគ្មានទីបញ្ចប់ចំណែកនៅខាងក្នុងតំបន់កំពូលភ្នំលំអៀងភ្លើងកំពុងតែឆាប់ឆេះសម្លេងមួយក៏បាននិយាយថាភីស៊ីងលោកគឺជាមនុស្សដែលមកពីដែនដីបរិសុទ្ធព្រះច័ន្ទពណ៌ស្វាយលោកគូតែមានមោទនភាពដែលជ្រើសរើសខ្ញុំគឺជាគូប្រកួតប្រជែងរបស់លោកដូច្នេះលោកគូតែសាកល្បងជាមួយនឹងខ្ញុំជាលើកដំបូងចំណែកលោកម្ចាស់ភីស៊ីងដែលមានមុខ4និងដៃ16គាត់ក៏បានបើកស្លាបខ្មៅរបស់គាត់ដ៏ធំទូលាយដៃទាំង16របស់គាត់កាន់យានវែង8ដែលនីមួយៗកាន់ឲ្យដៃ2នៅពេលនោះយក្សថ្មកាន់ញញូថ្មគាត់កំពុងតែកហឹមហើយគាត់ក៏បាននិយាយថាម្ចាស់សកលលោកភីស៊ីងខ្ញុំមិនដែលឮឈ្មោះនេះនោះទេចំណែកលោកម្ចាស់ភីស៊ីងគាត់ក៏បានបើកស្លាបរបស់គាត់ព្រមទាំងសម្លឹងមើលទៅកាន់បរិសុទ្ធយក្សថ្មកាន់ញញូនោះដែលគ្មានអ្វីដែលគួរឲ្យភ័យខ្លាចនោះទេដោយបរិសុទ្ធកាន់ញញូនោះគឺគាត់មានឈ្មោះថាលោកម្ចាស់អ្នកបំផ្លាញទាំង8នៅពេលនោះគាត់គឺពិតជាខឹងសម្បាទៅកាន់លោកម្ចាស់ភីស៊ីងយ៉ាងខ្លាំងបន្ទាប់មកពួកគេក៏បានបង្ហាញនៅកម្លាំងរបស់ពួកគេរៀងៗខ្លួនភ្លាមៗនោះពន្លឺដ៏អស្ចារ្យក៏បានលេចចេញមកពីយក្សថ្មនោះរំពេចនោះពន្លឺពណ៌លឿងនៅគ្រប់ទីកន្លែងក៏បានគ្របដណ្ដប់ទៅលើផ្ទៃដីជាច្រើនឆ្នាំពន្លឺការ៉េដែលមានឥទ្ធិពលចាប់ផ្ដើមចងទៅកាន់លោកម្ចាស់ភីស៊ីងហើយយក្សថ្មបាននិយាយយ៉ាងសាហាវថាឥឡូវនេះឯងគ្មានឱកាសរត់គេចទៀតនោះទេនេះគឺជាលើកទី1របស់ឯងនៅក្នុងមហាសមុទ្រសកលលោកហើយវាក៏ជាលើកចុងក្រោយរបស់ឯងផងដែរបន្ទាប់មកលោកម្ចាស់អ្នកបំផ្លាញទាំង8ក៏បានហោះសម្ដៅទៅកាន់លោកម្ចាស់ភីស៊ីងដើម្បីសម្លាប់គាត់លោកម្ចាស់អ្នកបំផ្លាញទាំង8គឺពិតជាមានកំហឹងគម្លាតអំណាចរវាងពួកគេគឺមិនធំពេកនោះទេប៉ុន្តែនៅតែនិយាយបានថាមនុស្សម្នាក់នឹងត្រូវបានសម្លាប់ដោយម្នាក់ទៀតហើយក្នុងចំណោមពួកគេគឺមានតែម្នាក់ប៉ុណ្ណោះដែលរស់រានមានជីវិតបានតាមពិតទៅម្ចាស់សកលលោកជាច្រើនមកពីសម័យចក្រវាឡដំបូងពួកគេគឺឈួតដូច្នេះម្ចាស់សកលលោកមួយចំនួនពួកគេចូលចិត្តជ្រៀតជ្រែកជាមួយនឹងរឿងអ្នកដទៃនៅពេលនោះលោកម្ចាស់ភីស៊ីងគាត់ក៏បានញញឹមចង់សម្លាប់ខ្ញុំមែនទេបើខ្ញុំចង់ទៅគឺខ្ញុំអាចទៅបានគ្រប់ពេលតែលោកគិតថាលោកអាចបញ្ឈប់ខ្ញុំបានមែនទេបន្ទាប់មកគាត់ក៏បានស្រែកថាបង្កភ្លាមសសរពន្លឺក៏បានបាញ់ចេញពីស្លាបខ្មៅសសរទាំង5មាសខៀវទឹកខៀវត្នោតនិងក្រហមពួកវាបានធ្វើដំណើរស្របគ្នាពួកវាបានបបោកនៅលើមេឃនិងធ្វើការឡំពាត់ទៅកាន់លោកម្ចាស់អ្នកបំផ្លាញទាំង8បន្ទាប់មកលោកម្ចាស់អ្នកបំផ្លាញទាំង8គាត់ក៏ព្យាយាមបំបែកចេញប៉ុន្តែឥន្ធនៈ5ពណ៌កំពុងតែបកជុំវិញគាត់នោះគឺមិនអាចដោះលែងគាត់បាននោះទេនៅពេលនោះលោកម្ចាស់ភីស៊ីងគាត់ក៏បាននិយាយថាតែលោកគិតថាលោកអាចបំបែកវាបានមែនទេខ្ញុំបាននៅក្នុងដែនដីបរិសុទ្ធអស់រយៈពេល18សម័យហើយខ្ញុំបានសិក្សាច្បាប់មាសច្បាប់ឈើច្បាប់ភ្លើងច្បាប់ទឹកនិងច្បាប់ផែនដីខ្ញុំបានបង្កើតបច្ចេកទេសកម្ពុជាដោយប្រើច្បាប់មូលដ្ឋានទាំង5នេះហើយខ្ញុំកំពុងតែអនុវត្តវាដូច្នេះគុំសង្ឃឹមថា
ថាលោកឲ្យបំបីវាបានទេសោះចំណែកលោកម្ចាស់អ្នកបំផ្លាញទាំង8ក៏បានក៏ហឹមបន្តិចដោយគាត់បាននិយាយថាវាគ្រាន់តែកម្លាំងរឹតបន្តឹងបន្តិចបន្តួចតែប៉ុណ្ណោះវាគ្រាន់តែធ្វើខ្ញុំយឺតក៏ប៉ុន្តែមិនប៉ះពាល់ដល់កម្លាំងប្រយុទ្ធរបស់ខ្ញុំនោះទេចំណែកលោកម្ចាស់បៃស៊ីងគាត់ក៏បានកវីក្បាលព្រមទាំងដើរទៅមុខវាគឺជាលើកទី1ហើយដែលលោកម្ចាស់បៃស៊ីងបានចូលនៅក្នុងវិស័យកម្ពុជាភ្នំលំបៀងដែលជាតំបន់មួយក្នុងចំណោមដែនដីទាំង3នៃតំបន់ជ្រោលនិយមដូច្នេះគាត់មានការរំភើបចិត្តនៅពេលដែលបច្ចេកទេសចងរបស់គាត់ត្រូវបានប្រើប្រាស់សម្បីតែគូប្រកួតប្រជែងជាមួយនឹងដែនកម្ពុជានៃកំណត់ទ្រព្យពិតហើយគាត់ក៏មិនស្លាប់ដូច្នេះគាត់អាចប្រយុទ្ធនិងរត់គេចបានគ្រប់ពេលវេលាដែលគាត់ចង់បានហើយសម្បីតែកំណត់ទ្រព្យរបស់ពងពោះបំផុតក៏មិនអាចបង្ក្រាបគាត់បាននោះដែរចំណែកនៅខាងក្នុងវិមាននៃសម្ព័ន្ធហុងនៃទីក្រុងសម្ព័ន្ធហុងដែលជាសកលលោកបាថមកម្រិតអ្នកប្រយុទ្ធសកលលោក3នាក់ពួកគេបានរៀបចំព័ត៌មាននៅក្នុងវិមានមួយដោយនេះគឺជាព័ត៌មានចុងក្រោយបំផុតដោយមានម្ចាស់សកលលោកថ្មីចំនួន3នាក់បានបង្ហាញខ្លួននៅក្នុងមហាសមុទ្រសកលលោកហើយពួកគេទាំងអស់មកពីដែនដីបរិសុទ្ធទាំងពីរវាហាក់ដូចជាម្ចាស់សកលលោកជាច្រើនបានខ្លាយទៅជាម្ចាស់សកលលោកហើយពួកគេបានចាប់ផ្ដើមចូលទៅក្នុងមហាសមុទ្រសកលលោកហើយព័ត៌មានមួយនេះគឺវាពិតជាសំខាន់ខ្លាំងណាស់ម្ចាស់សកលលោកពីសម្ព័ន្ធភាពរបស់ពួកយើងគឺអាចជួបម្ចាស់សកលលោកថ្មីទាំងនោះពួកគេមិនមានព័ត៌មានអំពីម្ចាស់សកលលោកថ្មីនេះទេដូច្នេះពួកគេអាចនឹងទទួលរងការខាត់បងជាច្រើនយើងត្រូវតែបញ្ជូនព័ត៌មានទៅកាន់អ្នកដឹកនាំទីក្រុងនៃភាពវបធម៌កម្រិតអ្នកប្រយុទ្ធទាំង3នាក់នេះគឺពួកគេទទួលបន្ទុករៀបចំព័ត៌មាននៅក្នុងសម្ព័ន្ធហុងការគ្រប់គ្រងព័ត៌មាននឹងមិនត្រូវបានធ្លាក់ចូលទៅក្នុងម្ចាស់សកលលោកនោះទេនោះហើយគឺជាមូលហេតុដែលកម្រិតអ្នកប្រយុទ្ធទាំង3នាក់នេះត្រូវបានជ្រើសរើសដើម្បីគ្រប់គ្រងរឿងទាំងអស់នេះគឺពួកគេមានរូបរាងកាយជាច្រើនហើយពួកគេទទួលខុសត្រូវនៅក្នុងការប្រមូលនិងគ្រប់គ្រងនៅព័ត៌មានហើយពួកគេក៏បានបញ្ជូនវាទៅកាន់ម្ចាស់ទីក្រុងនៃភាពវបធម៌ដែលជាដំណើរការនៃការបញ្ចប់នៅក្នុងការបញ្ជូនព័ត៌មានបន្ទាប់ពីមួយរយៈម្ចាស់សកលលោកថ្មីម្ដងទៀតក៏បានកាត់ឡើងមួយនៅកម្រិតទី4និងទី2មួយនៅកម្រិតទី5ទឹកដីបរិសុទ្ធទាំងពីរគឺពិតជាមានក្រុមធំនៃម្ចាស់សកលលោកដែលត្រូវរងចាំចំណែកម្ចាស់ទីក្រុងបន្ទាប់ពីគាត់ទទួលបានព័ត៌មានគាត់ក៏ធ្វើការផ្សព្វផ្សាយនៅព័ត៌មាននោះដោយបញ្ជូនវាទៅកាន់ម្ចាស់សកលលោកទាំងអស់នៅក្នុងសម្ព័ន្ធហុងតាមរយៈចក្រវាឡនិមិត្តព័ត៌មានបែបនេះត្រូវបានចាត់ថ្នាក់ទៅកាន់មនុស្សធម្មតាប៉ុន្តែម្ចាស់សកលលោកត្រូវដឹងអំពីវារាល់ពេលដែលមានម្ចាស់សកលលោកថ្មីព័ត៌មានអំពីថាព័ត៌របស់ពួកគេការប្រយុទ្ធកំណត់ទ្រព្យពិតក៏ដូចជាបច្ចេកទេសត្រូវបានកត់ត្រាហើយបញ្ជូនទៅកាន់ម្ចាស់សកលលោកខាងពួកគេភ្លាមៗកាលណាពួកគេដឹងអំពីសត្រូវរបស់ពួកគេកាន់តែច្រើននោះពួកគេនឹងអាចរស់នៅបានយូរជាងមុនចំណែកនៅតំបន់ខាងក្រៅនៃតំបន់កំពូលភ្នំលំមៀងយៈបកលន់មួយក៏បានហោះមកដែលនោះគឺជាលោកម្ចាស់បកាយរន្ទះដោយទីបំផុតគឺគាត់បានចេញពីវិស័យកំពូលភ្នំហើយគាត់ក៏បានកលេចមើលលំហូរខ្យល់ដល់ច្បុកច្បល់គាត់ក៏បាននិយាយផងដែរថាមេដឹកនាំមីគីវ៉េឡូហ្វឹងបន្ទាប់មកលោកម្ចាស់បកាយរន្ទះដ៏អស្ចារ្យគាត់ក៏បានហោះសម្ដៅទៅកាន់ទូកនៃភ្នៅនៅក្នុងល្បឿនយ៉ាងលឿននៅពីលើថ្មប្រប្រាស់ទឹកនៃមហាសមុទ្រវេភក់នៅក្នុងតំបន់ខាងក្នុងនៃទូកនៃភ្នៅរលកក៏កាន់តែខ្លាំងឡើងចន្លោះត្រូវបានហែកម្ដងហើយម្ដងទៀតខ្យល់នេះគឺពិតជាគួរឲ្យភ័យខ្លាចប៉ុន្តែវាខ្សោយជាងនៅលើថ្មប្រប្រាស់ទឹកម្ចាស់សកលលោកបានឈរនៅគ្រប់ទីកន្លែងទាំង13នាក់កំពុងតែរងចាំនៅទីនោះដោយសម្លឹងមើលពីចម្ងាយហើយនៅតែរងចាំដល់កំពូលនៃកំណត់ទ្រព្យពិតចេញមកពេលខ្លះពួកគេនឹងមើលទៅកាន់ប៉មផ្កាយនៅកណ្ដាលថ្មប្រប្រាស់ទឹកប៉មផ្កាយគឺជាកំណត់ទ្រព្យដ៏អស្ចារ្យបំផុតដូច្នេះអ្នកចម្បាំងគ្រប់គ្នានៅពេលដែលបានឃើញវាពួកគេគឺតែងតែមើលទៅកាន់ប៉មផ្កាយហើយអ្នកខ្លះក៏បានគិតផងដែរថាតើខ្ញុំអាចមានកំណត់ទ្រព្យដ៏អស្ចារ្យបែបនេះនៅពេលណាទៅជាការពិតណាស់មេដឹកនាំមីកាវេបានហ្វឹកហាត់តែរាប់សិបសម័យកាលប៉ុណ្ណោះគាត់មានអំណាចហើយថែមទាំងមានទ្រព្យសម្បត្តិពិតកំពូលជាច្រើនទៀតម្ចាស់សកលលោកទាំងនោះគឺពួកគេភ័យខ្លាចព្រមទាំងចំណានទៅកាន់ឡូហ្វឹងដោយសារតែពួកគេទាំងចង់បានកំណត់ទ្រព្យដ៏ពិតប្រាកដហើយនៅពេលនោះនៅពេលដែលពួកគេទទួលបានពួកគេគឺអាចដើរហើរនៅក្នុងមហាសមុទ្រសកលលោកដោយគ្មានការភ័យខ្លាចនោះទេចំណែកនៅខាងក្នុងប៉មផ្កាយវិញឡូហ្វឹងកំពុងតែធ្វើការហ្វឹកហាត់ទីបំផុតគាត់ក៏បានបើកភ្នែករបស់គាត់ព្រមទាំងមើលទៅខាងក្រៅហើយគាត់ក៏បានមើលចុះក្រោមព្រមទាំងគិតផងដែរថាតើកំណត់ទ្រព្យដ៏កំពូលនោះមិនទាន់កើតទេឬហើយពេលនេះមានម្ចាស់សកលលោក13នាក់គឺពួកគេនៅទីនេះ12គឺមកពីសម័យចក្រវាឡទាំង3ហើយមួយគឺមកពីដែនដីបរិសុទ្ធព្រះច័ន្ទពណ៌ស្វាយបរិះព្រះច័ន្ទពណ៌ស្វាយនោះគឺបានបង្កើតបញ្ហាធំប៉ុន្តែបរិះមកពីដែនដីបរិសុទ្ធព្រះច័ន្ទពណ៌ស្វាយនេះនៅតែហ៊ានបង្ហាញមុខចំពោះមុខខ្ញុំទៀតមែនទេភ្នែករបស់ឡូហ្វឹងក៏បានភ្លឺឡើងដោយត្រជាក់ភ្លាមគាត់ក៏បានបាត់ខ្លួនពីប៉មផ្កាយរំពេចនោះមានគេដើរចេញពីទ្វារចំហៀងនៃប៉មផ្កាយដែលកំពុងតែឈរនៅកណ្ដាលថ្មប្រប្រាស់ទឹកដ៏ធំនៅកណ្ដាលនៃមហាសមុទ្រវេភក់វាគឺជាការព្រួយបារម្ភចំពោះម្ចាស់សកលលោកទាំងអស់គ្នានៅពេលដែលឃើញវត្តមានមួយនេះនៅពេលដែលពួកគេបានឃើញពួកគេគឺពិតជាភ័យដែលនោះគឺជាឡូហ្វឹងក៏បានកលេចមើលជុំវិញហើយគាត់ក៏បានញញឹមបន្តិចកុំបារម្ភអីគ្មានការខឹងសម្បារណាមួយរវាងពួកយើងនោះទេដូច្នេះខ្ញុំមិនវិបាកទៅកាន់ពួកឯងឡើយហើយបន្ទាប់មកឡូហ្វឹងក៏ចាប់ផ្ដើមសម្លឹងមើលទៅកាន់ម្ចាស់សកលលោកមួយដែលនោះគឺជាម្ចាស់សកលលោកតែមួយគត់ដែលមកពីដែនដីបរិសុទ្ធព្រះច័ន្ទពណ៌ស្វាយគាត់គឺជាលោកម្ចាស់ពូពណ៌ស្វាយចំណែកលោកម្ចាស់ពូពណ៌ស្វាយក៏បានកលេចមើលទៅកាន់ឡូហ្វឹងផងដែរហើយលោកម្ចាស់ពូពណ៌ស្វាយនេះគឺគាត់ពិតជាមានមោទនភាពប្រៀបដូចជាមនុស្សដ៏អស្ចារ្យមកពីដែនដីបរិសុទ្ធនៅពេលនោះឡូហ្វឹងក៏បាននិយាយថាមិនក៏ឯងហ៊ានបង្ហាញខ្លួននៅមុខខ្ញុំអញ្ចឹងចំណែកលោកម្ចាស់ពូពណ៌ស្វាយក៏បាននិយាយផងដែរថាហេតុអ្វីបានជាខ្ញុំមិនហ៊ានទៅនេះគឺជាទុកនេះភ្នោមិនមែនជាទឹកដីរបស់មនុស្សនោះទេទោះបីជាវាទឹកដីរបស់មនុស្សក៏ដោយក៏ខ្ញុំនឹងទៅទីនោះបើសិនបើចក្រវាឡដើមអនុញ្ញាតនោះមេដឹកនាំមីកាវេតែលោកចង់វិបាកខ្ញុំមែនទេលោកនឹងតាំងខ្លួនឯងគឺជាសត្រូវរបស់ដែនដីបរិសុទ្ធព្រះច័ន្ទពណ៌ស្វាយហើយណាបើសិនបើលោកវិបាកខ្ញុំបន្ទាប់ពីបានលើបែបនេះឡូហ្វឹងក៏បានសោយបន្តិចហើយគាត់ក៏បាននិយាយ
យាយផងដែរថាគឺពិតជាគួរចាប់អារម្មណ៍ភ្លាមប៉មផ្កាយស្រាប់តានដាច់ខ្លួនឡើងហើយបន្ទាប់មកលោះហ្វឹងក៏ប្រើការលេបតបាក់ប៉មផ្កាយដើម្បីលេបតបាក់ទៅកាន់លោកម្ចាស់ពូពណ៌ស្វាយចំណែកលោកម្ចាស់ពូពណ៌ស្វាយក៏ព្យាយាមទប់ទល់ប៉ុន្តែគាត់នៅតែត្រូវបានហោះឆ្ពោះទៅកាន់មូលដ្ឋាននៃប៉មផ្កាយដោយមិនអាចគ្រប់គ្រងខ្លួនរបស់គាត់បានទេនោះទេនៅពេលដែលគាត់បានស្រូបចូលនោះគាត់ក៏បានស្រែកផងដែរថាលោហ្វឹងខ្ញុំមានរូបរាងកាយជាច្រើនទោះបីជាខ្ញុំត្រូវបានជាប់នៅក្នុងនេះក៏ដោយអ្វីទាំងអស់ខ្ញុំនឹងបាត់បង់រូបរាងកាយតែមួយតែប៉ុណ្ណោះហើយពេលនោះដែនដីបរិសុទ្ធព្រះច័ន្ទពណ៌ស្វាយនឹងបានអនុញ្ញាតឲ្យលោកធ្វើអ្វីដ៏ងាយៗនោះទេចំណែកលោហ្វឹងបានត្រឹមតែសើចចំអកបន្តិចបន្តួចតែប៉ុណ្ណោះហើយគាត់ក៏បាននិយាយផងដែរថាដែនដីបរិសុទ្ធព្រះច័ន្ទពណ៌ស្វាយមែនទេយើងជាសត្រូវជាមួយនឹងគ្នារួចទៅហើយដូច្នេះឈប់គំរាមកំហែងខ្ញុំទៀតទៅខ្ញុំនឹងចាប់ម្ចាស់សកលលោកទាំងអស់ដែលមកពីដែនដីបរិសុទ្ធព្រះច័ន្ទពណ៌ស្វាយនៅពេលដែលខ្ញុំបានឃើញនៅពេលនេះលោកម្ចាស់ពូពណ៌ស្វាយក៏ត្រូវបានចាប់ខ្លួនរួចហើយចំណែកម្ចាស់សកលលោកទាំង12នាក់នោះដែលពួកគេនៅទីនោះគឺពិតជាមានការភ័យខ្លាចបន្ទាប់ពីពួកគេបានឃើញលោហ្វឹងធ្វើបែបនេះហើយអ្នកខ្លះក៏បាននិយាយទៀតផងដែរថាលោហ្វឹងនេះគឺពិតជាឈ្គួតមែនហើយយ៉ាងណាមិញដែនដីបរិសុទ្ធព្រះច័ន្ទពណ៌ស្វាយបានផ្សព្វផ្សាយរួចហើយនៅម៉ូដកនៃរបៀបខ្លាចទៅជាម្ចាស់សកលលោកកំពូលពីម្ចាស់សកលលោកទៅកាន់ក្រុមមហាអំណាចទាំងអស់នៅក្នុងសម្ព័ន្ធកងកម្លាំងរួបរមដំណឹងនេះក៏ត្រូវបានគេដឹងយ៉ាងទូលំទូលាយផងដែរដែនដីបរិសុទ្ធព្រះច័ន្ទពណ៌ស្វាយច្បាស់ជាចង់ឲ្យក្រុមមនុស្សវិនាសពួកគេគឺជាសត្រូវរបស់គ្នារួចទៅហើយក្រុមមនុស្សគឺមានម្ចាស់សកលលោកជាង400នាក់ប៉ុន្តែដែនដីបរិសុទ្ធព្រះច័ន្ទពណ៌ស្វាយគឺមានតែជាង400នាក់នៅកណ្ដាលនៃមហាសមុទ្រវេភក់ម្ចាស់សកលលោកទាំង12នាក់នៅលើថ្មប៉ប្រះទឹកដ៏ធំទាំងអស់បានញាប់ញ័រដោយភិតភ័យនៅពេលដែលពួកគេបានឃើញទិដ្ឋភាពនៅចំពោះមុខពួកគេហើយលោហ្វឹងក៏បានសម្លឹងមើលទៅកាន់ក្រុមម្ចាស់សកលលោកទាំងអស់នោះបន្ទាប់មកគាត់ក៏បានញញឹមបន្តិចព្រមទាំងនិយាយថាកុំបារម្ភអីគ្មានការបង្ហូរឈាមរវាងពួកយើងនោះទេខ្ញុំនឹងមិនវាយប្រហារទៅកាន់អ្នកទាំងអស់គ្នានោះទេអ្នកទាំងអស់គ្នាអាចស្ងប់ចិត្តបានបន្ទាប់មកគាត់ក៏បានហោះសម្ដៅទៅកាន់ប៉មផ្កាយហើយចូលតាមត្រកទ្វារចំហៀងវិញដោយភាពស្ងប់ស្ងាត់ម្ចាស់សកលលោកទាំងអស់ពួកគេនៅតែមានការព្រួយបារម្ភព្រមទាំងភិតភ័យយ៉ាងណាមិញពីពេលមុនលោហ្វឹងបានចាប់ទៅកាន់លោកម្ចាស់ផ្នែកបន្ទោលហើយឥឡូវនេះគាត់ក៏បានចាប់យកលោកម្ចាស់ពូពណ៌ស្វាយវាហាបីដូចជាលោហ្វឹងកំពុងតែរៀបចំអ្វីមួយអំពីផែនការរបស់គាត់ឬក៏គាត់គ្រាន់តែចង់ចាប់ពួកគេពីមួយទៅមួយទៅនិយាយទៅម្ចាស់សកលលោកទាំងអស់នោះគឺពួកគេបានពិភាក្សាគ្នាយ៉ាងស្ងៀមស្ងាត់ចឹងទៅចំណែកនៅខាងក្នុងប៉មផ្កាយលោហ្វឹងកំពុងតែមើលទៅកាន់ពិភពខាងក្រៅដោយស្នាមញញឹមគាត់ក៏បានស្រែកថាលោកម្ចាស់ពូពណ៌ស្វាយសម្លេងរបស់គាត់ក៏ត្រូវបានបញ្ជូនទៅផ្ទាល់ទៅកាន់កន្លែងបិទជិតមួយនៅខាងក្នុងប៉មផ្កាយនៅក្នុងទីធ្លាដ៏ឯកោមួយពន្លឺងងឹតលោកម្ចាស់ពូពណ៌ស្វាយបានអង្គុយនៅលើដីដោយស្ងាត់ចងំហើយគាត់ក៏បានក្រហមបន្តិចចឹងទៅដោយលោហ្វឹងបាននិយាយតាមរយៈការបញ្ជូនសម្លេងរបស់គាត់ថាកុំបារម្ភអីខ្ញុំនឹងមិនសម្លាប់ឯងយ៉ាងងាយនោះទេតាមពិតទៅខ្ញុំមិនមានចេតនាចង់ធ្វើសត្រូវនឹងដែនដីបរិសុទ្ធព្រះច័ន្ទពណ៌ស្វាយនោះទេប៉ុន្តែអ្នកទាំងអស់គ្នាដែលមកពីដែនដីបរិសុទ្ធព្រះច័ន្ទពណ៌ស្វាយមិនដែលធ្វើល្អចំពោះពូជមនុស្សនោះទេហើយតែងតែព្យាយាមធ្វើបាបទៅកាន់មនុស្សហើយនៅក្នុងថ្ងៃដដែលនោះនៅក្នុងសកលលោកនៃដែនដីបរិសុទ្ធព្រះច័ន្ទពណ៌ស្វាយដែលលោកម្ចាស់ពូពណ៌ស្វាយបាននិយាយថាបុព្វបុរសខ្ញុំបានធ្វើអ្វីដែលលោកបានបញ្ជាខ្ញុំឲ្យបានធ្វើពេលទៅដល់ថ្មប៉ប្រះទឹកនៅក្នុងមហាសមុទ្រវេភក់វាពិតជាដោយអ្វីដែលបុព្វបុរសបានគិតជាមុនមែនលោហ្វឹងនឹងធ្វើការវាយប្រហារមកកាន់ខ្ញុំគាត់បានលើកជង្គង់ដោយគោរពនៅពេលដែលគាត់បានរាយការណ៍ទៅកាន់បុព្វបុរសដែលកំពុងតែអណ្ដែតនៅលើអាកាសនៅចំពោះមុខគាត់ចំណែកបុព្វបុរសព្រះច័ន្ទពណ៌ស្វាយក៏បាននិយាយផងដែរថាគេបានធ្វើជាន់ណាស់ហើយមែនទេចំណែកលោកម្ចាស់ពូពណ៌ស្វាយក៏បានបន្តរាយការណ៍បន្ថែមទៀតឥឡូវនេះគាត់កំពុងតែរក្សាទុករូបរាងកាយរបស់ខ្ញុំផ្សេងទៀតនៅក្រោមការចាប់ឃុំឃាំងប៉ុន្តែគាត់មិនទាន់បំផ្លាញរូបរាងកាយផ្សេងទៀតរបស់ខ្ញុំនោះទេហើយពេលនោះបុព្វបុរសព្រះច័ន្ទពណ៌ស្វាយគាត់ក៏បានគិតផងដែរថាភាពច្រណែនរវាងដែនដីបរិសុទ្ធព្រះច័ន្ទពណ៌ស្វាយនិងជំរំមនុស្សដូច្នេះនៅពេលដែលដែនដីបរិសុទ្ធព្រះច័ន្ទពណ៌ស្វាយបានដឹងអំពីលោហ្វឹងថាបានចូលទៅក្នុងទូកនៃភ្នោដោយផ្អែកទៅលើសកម្មភាពរបស់លោហ្វឹងពួកគេបានទីទុកមុនផងដែរថាកន្លែងដែលគាត់ធ្វើដំណើរថាទៅទីណាតាមទិសដៅដែលគាត់ធ្វើដំណើរម្ចាស់សកលលោកទាំងអស់មកពីដែនដីបរិសុទ្ធព្រះច័ន្ទពណ៌ស្វាយពួកគេនឹងឆ្លងកាត់តំបន់ជុំវិញនៅចំពោះមុខគាត់ហើយជាការពិតណាស់លោហ្វឹងនឹងធ្វើការចុះចតទៅកាន់មហាសមុទ្រវេភក់នៅពេលនេះដើម្បីរងចាំលោកម្ចាស់ផ្កាយរន្ទះដ៏អស្ចារ្យប៉ុន្តែភ្លាមៗនោះបុព្វបុរសព្រះច័ន្ទពណ៌ស្វាយក៏បានធ្វើការបញ្ជាទៅកាន់លោកម្ចាស់ពូពណ៌ស្វាយដែលនៅជិតបំផុតនៃមហាសមុទ្រវេភក់ដើម្បីទៅកន្លែងលោហ្វឹងហើយជាការពិតណាស់ដោយអ្វីដែលគាត់បានគ្រោងទុកលោហ្វឹងគឺបានចាប់ទៅកាន់លោកម្ចាស់ពូពណ៌ស្វាយពិតមែនហើយបុព្វបុរសក៏បានគិតបន្ថែមទៀតថាបន្ទាប់ពីទទួលបានម៉ូដកនៃជីពចរនៃទន្លេដងនោះគាត់នឹងអាចសម្រេចជោគជ័យខ្លាយទៅជាព្រះពិតហើយនៅពេលដែលគាត់ខ្លាយទៅជាព្រះពិតនោះបន្ថែមពីលើបច្ចេកទេសដែលគាត់ទទួលបានពីម៉ូដកនៃជីពចរទន្លេដងទៀតនោះគាត់នឹងកាន់តែមានថាមពលខ្លាំងជាងគ្រូដើមទៅទៀតនៅថ្ងៃខាងមុខចំណែកលោកម្ចាស់ពូពណ៌ស្វាយដែលលើកជង្គង់នៅចំពោះមុខបុព្វបុរសព្រះច័ន្ទពណ៌ស្វាយនោះបន្ទាប់ពីបានលើបែបនេះគាត់គឺពិតជាមានការភ្ញាក់ផ្អើលអ្វីទៅខ្លាំងជាងគ្រូដើមរបស់មនុស្សទៀតមែនទេនិយាយទៅបុព្វបុរសព្រះច័ន្ទពណ៌ស្វាយគាត់បានគិតអញ្ចឹងណាបើសិនបើលោហ្វឹងខ្លាយទៅជាព្រះពិតនោះកម្លាំងលោហ្វឹងគឺមិនអាចប៉ាន់ស្មានបាននោះទេហើយកម្លាំងរបស់លោហ្វឹងគឺពិតជាខ្លាំងជាងគ្រូដើមទៅទៀតហើយជាការពិតណាស់នៅពេលដែលគាត់ខ្លាយទៅជាព្រះពិតកម្លាំងរបស់គាត់នឹងកើនឡើងជាបន្តបន្ទាប់ហើយការខ្លាំងជាងគ្រូដើមគឺគ្រាន់តែជាបញ្ហានៃពេលវេលាតែប៉ុណ្ណោះហើយនៅពេលនោះគាត់នឹងធ្វើការបោះសម្អាតម្ចាស់សកលលោកកំពូលទាំងអស់ដែលនៅទើសតែងផ្លូវរបស់គាត់បន្ទាប់មកបុព្វបុរសដែនដីបរិសុទ្ធព្រះច័ន្ទពណ៌ស្វាយគាត់ក៏ធ្វើការចេញបញ្ជាឲ្យម្ចាស់សកលលោកនៃដែនដីបរិសុទ្ធព្រះច័ន្ទពណ៌ស្វាយទាំងអស់ជៀសវាងពីលោហ្វឹងនិយាយទៅកុំឲ្យជួបជាមួយនឹងលោហ្វឹងតែម្ដងហើយនៅពេលនោះបុព្វបុរសដែនដីបរិសុទ្ធព្រះច័ន្ទពណ៌
ស្វាយគាត់ក៏បាននិយាយផងដែរថាចាប់តាំងពីលោកហ្វឹងធ្វើបាបទៅកាន់ម្ចាស់សកលលោកដែលមកពីដែនដីបរសុទ្ធប្រច័ណ្ឌពណ៌ស្វាយរបស់ខ្ញុំហើយនោះបន្ទាប់ពីពេលនេះតទៅយើងដែលមកពីដែនដីបរសុទ្ធប្រច័ណ្ឌពណ៌ស្វាយនឹងធ្វើការសម្លាប់ទៅកាន់ម្ចាស់សកលលោកទាំងអស់ដែលមកពីចក្រវាឡដំបូងនៅក្នុងមហាសមុទ្រសកលលោកវិញចំណែកលោកម្ចាស់ពូពណ៌ស្វាយគាត់ក៏បានទទួលបញ្ជាហើយបន្ទាប់មកគាត់ក៏បានចាក់ចេញនៅក្នុងយាននីមួយៗនៅក្នុងផ្ទៃលំហមួយនៅក្នុងចក្រវាឡនិមិត្តស្មារតីរបស់លោកហ្វឹងកំពុងតែតភ្ជាប់ទៅកាន់ចក្រវាឡនិមិត្តជារៀងរហូតមួយសន្ទុះមុននេះទឹកមុខរបស់គាត់គឺពោពេញក្តីរំភើបក៏ប៉ុន្តែមិនយូរប៉ុន្មានទឹកមុខរបស់គាត់ក៏បានប្រែប្រួលគាត់បានរំភើបដោយសារតែព័ត៌មានមួយបន្ទាប់មកគាត់ក៏បានក្រៀមក្រំវិញដោយសារតែព័ត៌មានមួយផ្សេងទៀតដោយព័ត៌មានទី1ដែលគាត់ទទួលបានគឺជាព័ត៌មានដែលទាក់ទងទៅនឹងព័ត៌មានលម្អិតអំពីម្ចាស់សកលលោកថ្មីចំណែកព័ត៌មានទី2វិញគឺជាព័ត៌មានដែលដែនដីបរសុទ្ធប្រច័ណ្ឌពណ៌ស្វាយពួកគេបានផ្សព្វផ្សាយជាសាធារណៈពីព័ត៌មានអំពីម្ចាស់សកលលោកដែលទើបតែឡើងឋានៈថ្មីលោកហ្វឹងនៅពេលដែលបានឃើញអំពីព័ត៌មានរបស់លោកម្ចាស់ពីស៊ីងគាត់គឺពិតជាចាប់អារម្មណ៍ជាពិសេសនោះគឺស្លាបខ្មៅរបស់គាត់ទាំង4របស់លោកម្ចាស់ពីស៊ីងដោយស្លាបខ្មៅទាំង4នោះគឺអាចដាក់បង្ខាំងអំណាចនៃច្បាប់ធាតុទាំង5គឺជាមាសឈើទឹកដីភ្លើងនិងផែនដីវាមានតែមួយគត់វាដូចជាប្រទេសមាសដែលត្រូវបានផលិតដោយស្លាបប្រាក់របស់គាត់អញ្ចឹងហើយវាក៏មានលក្ខណៈពិសេសផងដែរលោកហ្វឹងគឺពិតជាមានការរំភើបចិត្តព្រមទាំងអន្តរសាយ៉ាងខ្លាំងក៏ប៉ុន្តែនៅពេលដែលគាត់ទទួលបានព័ត៌មានទី2ក៏ធ្វើឲ្យអារម្មណ៍របស់គាត់មានការប្រែប្រួលដោយដែនដីបរសុទ្ធប្រច័ណ្ឌពណ៌ស្វាយពួកគេបានផ្សព្វផ្សាយព័ត៌មានជាសាធារណៈថាពួកគេនឹងសម្លាប់ម្ចាស់សកលលោកទាំងអស់ដែលមកពីចក្រវាឡដំបូងនៅក្នុងមហាសមុទ្រសកលលោកនៅពេលនោះសម្លេងរបស់ម្ចាស់ទីក្រុងក៏បានលើកឡើងនៅក្នុងត្រចៀករបស់លោកហ្វឹងហើយលោកហ្វឹងគឺមកទីនេះភ្លាមនៅលើកំពូលនៃកោះរន្ទះនៅខាងក្រោយសួនច្បារនៃវិមានរបស់ម្ចាស់ទីក្រុងមានបល្ល័ង្កជាច្រើនត្រូវបានចាក់ខ្ចាយហើយភ្លាមក៏មានអ្នកចម្បាំងជាច្រើនពួកគេបានលេចឡើងជាបន្តបន្ទាប់បានអង្គុយនៅលើបល្ល័ង្កទាំងនេះលោកហ្វឹងក៏បានបង្ហាញខ្លួនហើយក៏បានអង្គុយចុះផងដែរនៅពេលនោះម្ចាស់ទីក្រុងក៏បាននិយាយអំពីព័ត៌មានចុងក្រោយដែលដែនដីបរសុទ្ធប្រច័ណ្ឌពណ៌ស្វាយបានចេញបញ្ជាសម្រាប់មនុស្សជាតិរបស់យើងដោយពួកគេបាននិយាយថាសម្រាប់មនុស្សណាដែលបានបោះជំហានចូលទៅក្នុងមហាសមុទ្រសកលលោកចំណែកម្ចាស់សកលលោករបស់មនុស្សពួកគេក៏ពិតជាមានភាពងឿងឆ្ងល់ថាដែនដីបរសុទ្ធប្រច័ណ្ឌពណ៌ស្វាយគឺពិតជាមានភាពក្លាហាននៅក្នុងការធ្វើរឿងបែបនេះមែនទេដើម្បីបង្កើតចក្រវាឡតូចរៀងៗខ្លួនហើយបាននិយាយអំពីចំនួនម្ចាស់សកលលោកវិញពួកគេគឺមិនអាចប្រៀបធៀបជាមួយនឹងសម្ព័ន្ធហងរបស់ពួកយើងបាននោះទេតែពួកគេនៅតែហ៊ានតតាំងជាមួយនឹងយើងមែនទេចំណែកម្ចាស់ទីក្រុងក៏បាននិយាយផងដែរថាបើកនន្តការសន្និដ្ឋានដែនដីបរសុទ្ធប្រច័ណ្ឌពណ៌ស្វាយគឺមិនហ៊ាននោះទេហើយពួកគេនិយាយបែបនេះគឺគ្រាន់តែការពារសេចក្តីថ្លៃថ្នូររបស់ពួកគេតែប៉ុណ្ណោះនិយាយទៅគឺពួកគេនិយាយបែបហ្នឹងកុំឲ្យបាក់មុខទឹកដីរបស់ពួកគេអញ្ចឹងណាហើយប្រសិនបើពួកគេមិនមត់ហាក់បីដូចជាក្រុមហាមណាផ្សេងទៀតមើលមកកាន់ពួកគេថាខ្សោយពេកអញ្ចឹងទៅហើយនៅពេលនោះលោកម្ចាស់ងឹតក៏ដូចជាលោកហ្វឹងពួកគេក៏បាននិយាយផងដែរថានៅពេលដែលពួកយើងមានម្ចាស់សកលលោកកំពូលហើយនោះពួកយើងមិនចាំបាច់ខ្លាចមហាអំណាចណាមួយទៀតនោះទេហើយដែនដីបរសុទ្ធប្រច័ណ្ឌពណ៌ស្វាយមិនមែនជាការគំរាមកំហែងទៅដល់ពួកយមមនុស្សរបស់ពួកយើងទៀតឡើយហើយគ្រាន់តែពួកគេចេះបញ្ជាថាសម្រាប់នោះគឺមិនមែនជាការគំរាមកំហែងទៅដល់ពួកយមរបស់ពួកយើងតតែសោះហើយនៅពេលដែលពុយសាសរបស់ពួកយើងកាន់តែខ្លាំងនាពេលអនាគតយើងនឹងក្លាយទៅជាដែនដីបរសុទ្ធទី3ហើយកាន់តែមានថាពលខ្លាំងជាងដែនដីបរសុទ្ធប្រច័ណ្ឌពណ៌ស្វាយនិងដែនដីបរសុទ្ធអន្តរិកខាងកើតទៅទៀតហើយសាររឿងរបស់យើងadminក៏សូមកាត់បញ្ចប់នៅត្រង់ចំណុចនេះផងដែរហើយសម្រាប់អ្នកក្លាហានរូបណាដែលមិនទាន់ចូល channel Telegram របស់ admin អាចធ្វើការចូលម្នាក់មួយបាន admin តែងតែធ្វើការបង្ហោះក៏ដូចជាជូនដំណឹងអំពីព័ត៌មាននៃការផុសរឿងឬក៏មិនបានផុសរឿងនៅក្នុង channel Telegram របស់ admin ដោយ channel Telegram នោះគឺជា channel free នោះទេសម្រាប់គ្រប់ VIP វិញសម្រាប់អ្នកក្លាហានរូបណាដែលចង់ចូលរួមក៏អាចធ្វើការចូលម្នាក់មួយបានចំពោះគ្រប់ VIP គឺតម្លៃនៅក្នុងការបង់សេវាកម្មគឺមួយខែត្រឹមតែ$1កន្លះតែប៉ុណ្ណោះចំពោះបង់លក្ខណៈជាឆ្នាំវិញគឺ$12នៅក្នុងមួយឆ្នាំហើយនៅក្នុងគ្រប់ VIP admin តែងតែដាក់4ទៅ5 chapter នៅក្នុងមួយថ្ងៃជារៀងរាល់ថ្ងៃអញ្ចឹងទេសម្រាប់អ្នកក្លាហានរូបណាដែលចង់ទស្សនារឿង novel បានលឿនអាចធ្វើការចូលគ្រប់ VIP បានហើយគ្រប់ VIP អ្នកក្លាហានគ្រប់គ្នាអាចធ្វើការទស្សនាបានលឿនជាង YouTube ហើយអ្នកក្លាហានគ្រប់គ្នាក៏អាចទស្សនាបានច្រើន chapter ជាង YouTube ផងដែរជាការពិតណាស់សម្រាប់អ្នកក្លាហានរូបណាដែលមិនចង់ចូលរួមនៅក្នុងគ្រប់ VIP ក៏អាចធ្វើការទស្សនានៅលើ channel YouTube របស់ admin បានជាធម្មតាផងដែរហើយពេលនេះវីដេអូមួយនេះគឺមានតែប៉ុណ្្នឹងទេហើយយើងនឹងជួបគ្នាជាមួយនឹងវីដេអូថ្មីភាគថ្មីបន្តទៀតនៅវីដេអូក្រោយហើយពេលនេះ admin bye bye